សិល្បៈនៃការរកលុយឬច្បាប់មាសសម្រាប់ការរកលុយ The Art of Money Getting or Golden Rules for Making Money គឺជាស្នាដៃដ៏ល្បីល្បាញមួយរបស់និពន្ធដោយលោក Burt Barnum ស្ថាបនិកសៀកអាមេរិកនិងជាសហគ្រិនដ៏អស្ចារ្យដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ1880ស្នាដៃនេះមិនមែនជាក្បួនវាយលុកដើម្បីក្លាយជាអ្នកមានក្នុងពេលមួយយប់នោះទេប៉ុន្តែវាជាការប្រមូលផ្ដុំនូវគោលការណ៍ណែនាំជាក់ស្ដែងនិងការរស់នៅប្រកបដោយវិន័យភាពឧស្សាហ៍ព្យាយាមនិងសីលធម៌ដើម្បីបង្កើតនិងរក្សានូវទ្រព្យសម្បត្តិដ៏យូរអង្វែងសិល្បៈនៃការរកលុយឬច្បាប់មាសសម្រាប់ការរកលុយ The Art of Money Getting or Golden Rules for Making Money គឺជាស្នាដៃដ៏ល្បីល្បាញមួយរបស់និពន្ធដោយលោក Burt Barnum ស្ថាបនិកសៀកអាមេរិកនិងជាសហគ្រិនដ៏អស្ចារ្យដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ1880ស្នាដៃនេះមិនមែនជាក្បួនវាយលុកដើម្បីក្លាយជាអ្នកមានក្នុងពេលមួយយប់នោះទេប៉ុន្តែវាជាការប្រមូលផ្ដុំនូវគោលការណ៍ណែនាំជាក់ស្ដែងនិងការរស់នៅប្រកបដោយវិន័យភាពឧស្សាហ៍ព្យាយាមនិងសីលធម៌ដើម្បីបង្កើតនិងរក្សានូវទ្រព្យសម្បត្តិដ៏យូរអង្វែងមាតិកាកុំច្រឡំវិជ្ជាជីវៈរបស់អ្នកជ្រើសរើសទីតាំងត្រឹមត្រូវជៀសវាងបំណុលតស៊ូអ្វីក៏ដោយដែលអ្នកធ្វើចូលធ្វើវាដោយអស់ពីសមត្ថភាពរបស់អ្នកប្រើឧបករណ៍ល្អបំផុតកុំឡើងលើអាជីវកម្មរបស់អ្នករៀនអ្វីមួយដែលមានប្រយោជន៍ទុកឲ្យក្តីសង្ឃឹមទុកជាមុនប៉ុន្តែកុំមានចក្ខុវិស័យពេកកុំខ្ចាត់ខ្ចាយអំណាចរបស់អ្នកក្លាយជាប្រព័ន្ធអានកាសែតប្រយ័ត្នចំពោះគឺប្រតិបត្តិការខាងក្រៅកុំប្រងើយកន្តើយដោយគ្មានសុវត្ថិភាពផ្សាយពាណិជ្ជកម្មរបស់អ្នកកុំអានផ្នែកម្ខាងទៀតត្រូវមានសុជីវធម៌និងសប្បុរសចំពោះអតិថិជនរបស់អ្នកក្លាយជាមនុស្សសប្បុរសកុំបន្ទោសរក្សាភាពស្មោះត្រង់របស់អ្នកនៅសហរដ្ឋអាមេរិកជាកន្លែងដែលយើងមានដីច្រើនជាងមនុស្សវាមិនពិបាកទាល់តែសោះសម្រាប់អ្នកដែលមានសុខភាពល្អក្នុងការរកលុយនៅក្នុងវិស័យថ្មីប្រៀបធៀបនេះមានផ្លូវជោគជ័យជាច្រើនដែលបើកចំហមុខវិជ្ជាជាច្រើនដែលមិនមានមនុស្សច្រើនដែលមនុស្សភេទណាម្នាក់ដែលមានឆន្ទៈយ៉ាងហោចណាស់សម្រាប់ពេលបច្ចុប្បន្នក្នុងការប្រកបរបរដែលគួរឲ្យគោរពដែលផ្ដល់ជូននោះអាចរកឃើញការងាររកកម្រៃអ្នកដែលប្រាថ្នាចង់បានឯករាជ្យពិតប្រាកដមានតែការតាំងចិត្តនិងប្រកាន់យកនូវមធ្យោបាយដ៏ត្រឹមត្រូវដូចជាគេធ្វើអំពីកម្មវត្ថុផ្សេងដែលខ្លួនប្រាថ្នាសម្រេចហើយកិច្ចការនោះងាយនឹងសម្រេចប៉ុន្តែទោះជាងាយស្រួលរកលុយក៏ដោយខ្ញុំមិនសង្ស័យអ្នកស្ដាប់របស់ខ្ញុំជាច្រើននឹងយល់ស្របថាវាជារឿងពិបាកបំផុតក្នុងពិភពលោកក្នុងការរក្សាវ៉ាផ្លូវទៅកាន់ទ្រព្យសម្បត្តិគឺដូចដែលលោកបណ្ឌិត Franklin និយាយយ៉ាងពិតប្រាកដថាដូចជាផ្លូវទៅកាន់រោងម៉ាស៊ីនកិនស្រូវវាមានជាធម្មតាក្នុងការចំណាយតិចជាងយើងរកបានវាហាក់ដូចជាបញ្ហាសាមញ្ញណាស់លោក Michael Burr ដែលជាការបង្កើតដ៏រីករាយមួយរបស់ Genial Dickens បានដាក់ករណីនេះនៅក្នុងពន្លឺដ៏រឹងមាំនៅពេលដែលគាត់និយាយថាដើម្បីទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ20ផោនក្នុងមួយឆ្នាំហើយចំណាយ20ផោននិង6ផេនគឺជាការពិបាកបំផុតសម្រាប់បុរសចំណែកឯការមានប្រាក់ចំណូលត្រឹមតែ20ផោនប៉ុណ្ណោះហើយចំណាយតែ19ផោននិង6កាក់គឺជាសុភមង្គលបំផុតនៃជីវិតរមែងស្លាប់អ្នកអានរបស់ខ្ញុំជាច្រើនអាចនិយាយថាយើងយល់អំពីរឿងនេះគឺជាសេដ្ឋកិច្ចហើយយើងដឹងថាសេដ្ឋកិច្ចគឺជាទ្រព្យសម្បត្តិយើងដឹងថាយើងមិនអាចបរិភោគនំរបស់យើងហើយរក្សាទុកវាផងដែរប៉ុន្តែខ្ញុំសូមអង្វរថាប្រហែលជាករណីនៃការបរាជ័យច្រើនកើតចេញពីកំហុសលើចំណុចនេះជាងស្ទើរតែទាំងអស់ផ្សេងទៀតការពិតគឺថាមនុស្សជាច្រើនគិតថាពួកគេយល់អំពីសេដ្ឋកិច្ចនៅពេលដែលពួកគេពិតជាមិនមានសេដ្ឋកិច្ចពិតត្រូវបានយល់ខុសហើយមនុស្សឆ្លងកាត់ជីវិតដោយមិនយល់ច្បាស់ថាគោលការណ៍នោះជាអ្វីម្នាក់និយាយថាគូខ្ញុំមានប្រាក់ចំណូលច្រើនណាស់ហើយនេះគឺជាអ្នកជិតខាងរបស់ខ្ញុំដែលមានដូចគ្នាប៉ុន្តែជារៀងរាល់ឆ្នាំគាត់ទទួលបានអ្វីមួយមុនហើយខ្ញុំខ្វះខាតហេតុអ្វីបានជាវាខ្ញុំដឹងទាំងអស់អំពីសេដ្ឋកិច្ចគាត់គិតថាគាត់ធ្វើប៉ុន្តែគាត់មិនធ្វើទេមានបុរសដែលគិតថាសេដ្ឋកិច្ចមានក្នុងការសន្សំឈីសនិងចុងទៀនដោយកាត់លុយពីកាក់ពីវិក័យបត្របបគុនិងធ្វើរឿងតូចតាចអាក្រក់គ្រប់ប្រភេទសេដ្ឋកិច្ចមិនមែនជារឿងអាក្រក់ទេសំណាងអាក្រក់ផងដែរដែលមនុស្សប្រភេទនេះអនុញ្ញាតឲ្យសេដ្ឋកិច្ចរបស់ពួកគេអនុវត្តក្នុងទិសដៅតែមួយពួកគេប្រាថ្នាថាពួកគេសន្សំសំចៃយ៉ាងអស្ចារ្យក្នុងការសន្សំប្រាក់1កាក់កន្លះដែលពួកគេគួរតែចំណាយប្រាក់2ផេនដែលពួកគេគិតថាពួកគេអាចមានលទ្ធភាពក្នុងការចាយវាយក្នុងទិសដៅផ្សេងទៀតកាលពីប៉ុន្មានឆ្នាំមុនពេលដែលប្រេងកាតត្រូវបានគេរកឃើញឬគិតដល់គេអាចឈប់មួយយប់នៅផ្ទះកសិករស្ទើរតែទាំងអស់នៅក្នុងស្រុកកសិកម្មហើយទទួលអាហារពេលល្ងាចដ៏ឆ្ងាញ់ប៉ុន្តែបន្ទាប់ពីអាហារថ្ងៃត្រង់គាត់ប្រហែលជាព្យាយាមអាននៅក្នុងបន្ទប់អង្គុយហើយនឹងរកឃើញថាវាមិនអាចទៅរួចជាមួយនឹងពន្លឺមិនមានប្រសិទ្ធភាពនៃទៀនមួយម្ចាស់ផ្ទះដោយឃើញទុក្ខលំបាកក៏និយាយថាវាពិបាកអាននៅពេលល្ងាចណាស់សុភាសិតពោលថា
អ្នកត្រូវមានកប៉ាល់នៅសមុទ្រដើម្បីអាចដុតទៀនពីរក្នុងពេលតែមួយយើងមិនដែលមានទៀនបន្ថែមទេលើកលែងតែក្នុងឱកាសបន្ថែមទាំងនេះកើតឡើងប្រហែលជា2ដងក្នុងមួយឆ្នាំដោយវិធីនេះស្ត្រីល្អសន្សំបាន6 ឬ$10នៅពេលនោះប៉ុន្តែព័ត៌មានដែលអាចមកពីការមានពន្លឺបន្ថែមពិតណាស់មានលើសពីទៀនមួយតោនប៉ុន្តែបញ្ហាមិនបញ្ចប់នៅទីនេះទេដោយមានអារម្មណ៍ថានាងសន្សំសំចៃក្នុងការធ្វើស្ករគ្រាប់ខ្ពស់នាងគិតថានាងអាចមានលទ្ធភាពទៅភូមិជាញឹកញាប់ហើយចំណាយប្រាក់20ឬ30 $សម្រាប់បូនិងក្រណាត់ដែលច្រើនមិនចាំបាច់អត្ថន័យមិនពិតនេះអាចត្រូវបានគេមើលឃើញជាញឹកញាប់នៅក្នុងអ្នកជំនួញហើយក្នុងករណីទាំងនោះវាច្រើនតែរត់ទៅក្រដាសសរសេរអ្នករកឃើញអ្នកជំនួញល្អដែលរក្សាទុកស្រោមសំបុត្រចាស់និងសំណល់ឯកចាយហើយនឹងមិនហែកសន្លឹកក្រដាសថ្មីទេប្រសិនបើពួកគេអាចជៀសវាងបាននោះសម្រាប់ពិភពលោកទាំងអស់នេះគឺល្អណាស់ពួកគេអាចសន្សំបាន5ឬ10 $ក្នុងមួយឆ្នាំប៉ុន្តែការសន្សំសំចៃខ្លាំងតែក្នុងក្រដាសប្រាក់ពួកគេគិតថាពួកគេអាចចំណាយពេលវេលាខ្ជះខ្ជាយមានពិធីជប់លៀងថ្លៃនិងបើកទូភ្លើងនេះគឺជាការលើកឡើងអំពីការសន្សំសំចៃនៅរោនពងមាន់របស់លោកបណ្ឌិត Franklin កកដែលមានប្រាជ្ញានិងល្ងង់ខ្លៅក៏ punch ក្នុងការនិយាយពីថ្នាក់គំនិតមួយគឺនេះនៃមនុស្សនិយាយថាពួកគេប្រៀបដូចជាបុរសដែលបានទិញ herring មួយកាក់សម្រាប់អាហារពេលល្ងាចរបស់គ្រួសារគាត់ហើយបន្ទាប់មកជួលគ្រូបង្វឹកម្នាក់និង4នាក់យកវាទៅផ្ទះខ្ញុំមិនដែលស្គាល់បុរសណាជោគជ័យដោយការអនុវត្តសេដ្ឋកិច្ចបែបនេះទេសេដ្ឋកិច្ចពិតគឺតែងតែធ្វើឲ្យប្រាក់ចំណូលលើសពីការចាក់ចេញស្លៀកសម្លៀកបំពាក់ចាស់យូរបន្តិចបើចាំបាច់ចែកចាយជាមួយស្រោមដៃថ្មីកែសម្លៀកបំពាក់ចាស់រស់នៅលើអាហារធម្មតាបើចាំបាច់ដូច្នេះគ្រប់កាលៈទេសៈទាំងអស់លុះត្រាតែមានឧបទ្ទវហេតុដែលមិនបានមើលឃើញទុកជាមុនណាមួយកើតឡើងនោះនឹងមានរឹមក្នុងការពេញចិត្តនៃប្រាក់ចំណូលមួយកាក់នៅទីនេះនិងប្រាក់$នៅទីនោះដែលដាក់នៅការប្រាក់បន្តកកុញហើយតាមវិធីនេះលទ្ធផលដែលចង់បានត្រូវបានសម្រេចវាតម្រូវឲ្យមានការបណ្ដុះបណ្ដាលមួយចំនួនប្រហែលជាដើម្បីសម្រេចបានសេដ្ឋកិច្ចនេះប៉ុន្តែនៅពេលដែលធ្លាប់ប្រើវាអ្នកនឹងឃើញថាមានការពេញចិត្តក្នុងការសន្សំសមហេតុផលជាងការចំណាយមិនសមហេតុផលនេះជារូបមន្តដែលខ្ញុំណែនាំខ្ញុំបានរកឃើញថាវាមានប្រសិទ្ធភាពល្អសម្រាប់ការព្យាបាលហួសហេតុនិងជាពិសេសសម្រាប់សេដ្ឋកិច្ចដែលច្រឡំនៅពេលដែលអ្នកឃើញថាអ្នកមិនមានអតិរេកនៅចុងឆ្នាំហើយនៅតែមានប្រាក់ចំណូលល្អខ្ញុំសូមណែនាំអ្នកយកក្រដាសមួយសន្លឹកមកបង្កើតជាសៀវភៅមួយហើយគូសចំណាំរាល់ការចំណាយបង្ហោះវាជារៀងរាល់ថ្ងៃឬសប្តាហ៍ជា2ជួរមួយក្បាលជាចាំបាច់ឬសូម្បីតែគូការលួងលោមគឺនឹងមួយទៀតមានចំណងជើងថាគូប្រណេតក៏ហើយអ្នកនឹងឃើញថាជួរឈរក្រោយនឹងមាន2 ដង 3 ដងហើយជារឿយធំជាង10 ដងអតិថិភាពសុខស្រួលពិតប្រាកដនៃតម្លៃជីវិតប៉ុន្តែផ្នែកតូចមួយនៃអ្វីដែលយើងភាគច្រើនអាចរកបានវិជ្ជបណ្ឌិត Franklin និយាយថាគឺវាជាភ្នែករបស់អ្នកដទៃមិនមែនភ្នែករបស់យើងផ្ទាល់ទេដែលបំផ្លាញយើងប្រសិនបើពិភពលោកទាំងមូលងងឹតងល់លើកលែងតែខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនគួរខ្វល់ពីសម្លៀកបំពាក់ឬគ្រឿងសង្ហារឹមល្អនោះទេវាគឺជាការភ័យខ្លាចនៅអ្វីដែលលោកស្រី Grundy អាចនិយាយបានដែលធ្វើឲ្យច្រមុះរបស់គ្រួសារស័ក្តិសមជាច្រើនដល់ថ្នាក់កិននៅអាមេរិកមនុស្សជាច្រើនចូលចិត្តនិយាយឡើងវិញថាយើងទាំងអស់គ្នាមានសេរីភាពនិងស្មើភាពគ្នាប៉ុន្តែវាជាកំហុសដ៏ធំមួយក្នុងន័យច្រើនជាមួយថាយើងកើតមកគឺសេរីនិងស្មើគ្នាគឺជាសេចក្តីពិតដ៏រុងរឿងក្នុងន័យតែមួយប៉ុន្តែយើងទាំងអស់គ្នាមិនមែនកើតមកមានទ្រព្យសម្បត្តិស្មើគ្នាទេហើយយើងក៏មិនដែលខ្លាចជាអ្នកមានដែរមនុស្សម្នាក់អាចនិយាយបានមានបុរសម្នាក់ដែលមានចំណូល$50,000ក្នុងមួយឆ្នាំខណៈខ្ញុំមានតែ$1,000ខ្ញុំស្គាល់អ្នកក៏ដូចខ្លួនខ្ញុំឥឡូវគាត់ជាអ្នកមានហើយគិតថាគាត់ល្អជាងខ្ញុំនឹងបង្ហាញគាត់ថាខ្ញុំល្អដូចគាត់ខ្ញុំនឹងទៅទិញសេះនិងបើយីទេខ្ញុំមិនអាចធ្វើវាបានទេប៉ុន្តែខ្ញុំនឹងទៅជួរមួយហើយជិះនៅរសៀលនេះនៅលើផ្លូវដែលគាត់ធ្វើដូច្នេះហើយទៅគាត់ថាខ្ញុំល្អដូចគាត់សម្លាញ់ឲ្យអ្នកមិនត្រូវយកបញ្ហានោះទេអ្នកអាចបញ្ជាក់បានយ៉ាងងាយថាអ្នកជាក៏ល្អដូចគាត់ដែរអ្នកត្រូវតែមានអាកប្បកិរិយាដូចគាត់ប៉ុន្តែអ្នកមិនអាចធ្វើឲ្យនរណាម្នាក់ជឿថាអ្នកជាអ្នកមានដូចគាត់នោះទេក្រៅពីនេះប្រសិនបើអ្នកដាក់គុកខ្យល់ទាំងនេះបន្ថែមការខ្ជះខ្ជាយពេលវេលារបស់អ្នកហើយចំណាយប្រាក់របស់អ្នកប្រពន្ធអ្នកក៏របស់អ្នកនឹងត្រូវមានកាត់ប្រកិច្ចជូរតម្រាមដៃនៅផ្ទះហើយទិញតែ2 អោនក្នុងពេលតែមួយនិងអ្វីផ្សេងទៀតតាមសមាមាត្រដើម្បីឲ្យអ្នកអាចរក្សារូបរាងហើយបន្ទាប់ពីទាំងអស់មិនបញ្ឆោតនរណាម្នាក់ម្យ៉ាងវិញទៀតអ្នកស្រីមីតប្រហែលជានិយាយថាអ្នកចិត្តខាងរបស់គាត់បានរៀបការជាមួយចិនសុនដើម្បីលុយរបស់គាត់ហើយគឺគ្រប់គ្នានិយាយដូច្នេះនាងមានកោសក់អូតតម្លៃ$1,000ដ៏ស្រស់ស្អាតហើយនាងនឹងធ្វើឲ្យ Smith យកនាងធ្វើជាគំរូមួយហើយនាងនឹងអង្គុយនៅកៅអីក្បែរអ្នកចិត្តខាងរបស់នាងនៅក្នុងព្រះវិហារដើម្បីបញ្ជាក់ថានាងស្មើនាងស្ត្រីដ៏ល្អឲ្យអ្នកនឹងមិនឈានទៅមុខក្នុងโลกនេះទេបើសេចក្តីច្រណែននិងសេចក្តីច្រណែនរបស់អ្នកនាំមុខនៅក្នុងប្រទេសនេះដែលជាកន្លែងដែលយើងជឿថាភាគច្រើនគួរតែគ្រប់គ្រង
យើងមិនអើពើនឹងគោលការណ៍នោះតាក់ទងនឹងម៉ូដហើយទុកឲ្យមនុស្សមួយចំនួនតូចដែលហៅខ្លួនឯងថាជាអភិជនរត់ឡើងនៅស្តង់ដារមិនពិតនៃភាពល្អឥតខ្ចោះហើយព្យាយាមងើបឡើងដល់ស្តង់ដារនោះយើងតែងតែរក្សាខ្លួនយើងឲ្យក្រីក្រគ្រប់ពេលវេលាជីកកកាយចេញដើម្បីជាប្រយោជន៍ដល់រូបរាងខាងក្រៅធ្វើជាច្បាប់សម្រាប់ខ្លួនយើងឆ្លាតជាងនេះហើយនិយាយថាយើងនឹងគ្រប់គ្រងការចេញទៅក្រៅរបស់យើងដោយប្រាក់ចំណូលរបស់យើងហើយរៀបចំអ្វីមួយសម្រាប់ថ្ងៃភ្លៀងមនុស្សគួរយកចិត្តលើប្រធានបទនៃការរកលុយដូចលើប្រធានបទផ្សេងទៀតដែរដូចជាមូលហេតុបង្កើតផលដូចជាផលអ្នកមិនអាចរមូលទ្រព្យសម្បត្តិដោយដើរតាមផ្លូវដែលនាំទៅរកភាពក្រីក្របានទេវាមិនត្រូវការហោរាដើម្បីប្រាប់យើងថាអ្នកដែលរស់នៅយ៉ាងពេញលេញតាមមធ្យោបាយរបស់ពួកគេដោយមិនគិតពីការបញ្ច្រាស់នៅក្នុងជីវិតនេះមិនអាចទទួលបានឯករាជ្យភាពពិសេសណាមួយឡើយបុរសនិងស្ត្រីដែលទម្លាប់ពេញចិត្តនឹងការពេញចិត្តគ្រប់គ្នានឹងភាពប៉ិនប្រសប់នឹងពិបាកដំបូងឡើយដើម្បីកាត់បន្ថយការចំណាយដែលមិនចាំបាច់របស់ពួកគេហើយនឹងមានអារម្មណ៍ថាវាជាការបដិសេធខ្លួនឯងដ៏អស្ចារ្យក្នុងការរស់នៅក្នុងផ្ទះតូចជាងដែលពួកគេធ្លាប់មានគ្រឿងសង្ហារិមដែលមានតម្លៃថោកក្រុមហ៊ុនតិចជាងសម្លៀកបំពាក់ដែលមានតម្លៃថោកអ្នកបម្រើតិចជាងមុនចំនួនបើតិចពិធីជប់លៀងការទៅរោងកុនជិះរទេះភ្លើងដំណើរកម្សាន្តសប្បាយបារីជក់បារីស្រាប់ភេសជ្ជៈនិងរបស់លើសថ្លៃផ្សេងទៀតប៉ុន្តែបើពួកគេនឹងសាកល្បងផែនការដាក់សម្បុកពងមាន់ឬនិយាយម្យ៉ាងទៀតថាជាប្រាក់តិចតួចដោយការប្រាក់ឬវិនិយោគដោយយុទ្ធធម៌លើដីនោះពួកគេនឹងភ្ញាក់ផ្អើលដោយរីករាយកើតចេញពីការបន្ថែមឥតឈប់ឈរទៅគំនោតូចរបស់ពួកគេក៏ដូចជាពីទម្លាប់សន្សំសំចៃទាំងអស់ដែលត្រូវបានបង្កើតឡើងដោយវគ្គសិក្សានេះឈុតសម្លៀកបំពាក់ចាស់និងអាវធំនិងសម្លៀកបំពាក់ចាស់នឹងឆ្លើយតបសម្រាប់រដូវកាលមួយទៀតក្រូដុនឬទឹកនីតិក្រូដៅមានរសជាតិឆ្ងាញ់ជាងស្រាសម្ប៉ាញការងូតទឹកត្រជាក់និងការដើរលឿននឹងបង្ហាញឲ្យឃើញពីការរំភើបចិត្តជាងការជិះក្នុងគ្រូបង្វឹកល្អបំផុតការជែកគ្នាលេងក្នុងសង្គមការអានពេលរាត្រីក្នុងរង្វង់គ្រួសារឬការលេង1 ម៉ោងនៃក៏ប្រមាញ់ស្បែកជើងគឺនឹងគណៈពីការភ្នែកនិងមានភាពរីករាយជាងពិធីជប់លៀង$50ឬ$500នៅពេលដែលការឆ្លុះបញ្ចាំងពីភាពខុសគ្នានៃតម្លៃត្រូវបានបណ្ដោយខ្លួនដោយអ្នកដែលចាប់ផ្ដើមដឹងពីការសប្បាយនៃការសន្សំបុរសរាប់ពាន់នាក់ត្រូវបានរក្សាឲ្យក្រីក្រហើយរាប់ម៉ឺននាក់ត្រូវបានបង្កើតឡើងបន្ទាប់ពីពួកគេទទួលបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ពួកគេឲ្យបានល្អពេញមួយជីវិតជាលទ្ធផលនៃការដាក់ផែនការរស់នៅលើវេទិកាទូលំទូលាយពេកគ្រួសារខ្លះចំណាយប្រាក់$20,000ក្នុងមួយឆ្នាំហើយខ្លះទៀតច្រើនហើយស្ទើរតែមិនដឹងពីរបៀបរស់នៅតិចខណៈអ្នកផ្សេងទៀតទទួលបានភាពរីករាយរឹងមាំបន្ថែមទៀតជាញឹកញាប់នៅលើផ្នែកកំភៃនៃចំនួននោះវិបុលភាពគឺជាទុក្ខលំបាកជាងភាពមិនអនុគ្រោះជាពិសេសភាពរុងរឿងភ្លាមមកស្រួលទៅជាសុភាសិតចាស់និងពិតវិញ្ញាណនៃមោហៈនិងភាពឥតប្រយោជន៍ពេលដែលអនុញ្ញាតឲ្យពេញទៅដោយដងកៅនាងគឺដង្កូវស៊ីមិនស្លាប់ដែលស៊ីនៅទ្រព្យដ៏វិសេសវិសាលរបស់បុរសឲ្យវាតូចឬធំរាប់រយឬរាប់លានមនុស្សជាច្រើននៅពេលដែលពួកគេចាប់ផ្ដើមរីកចម្រើនពង្រីកគំនិតរបស់ពួកគេភ្លាមហើយចាប់ផ្ដើមចំណាយសម្រាប់របស់ប្រណិតរហូតដល់ក្នុងរយៈពេលដ៏ខ្លីការចំណាយរបស់ពួកគេលេបយកប្រាក់ចំណូលរបស់ពួកគេហើយពួកគេក្លាយជាការបំផ្លិចបំផ្លាញដោយការព្យាយាមគួរឲ្យអស់សំណើចរបស់ពួកគេដើម្បីរក្សារូបរាងនិងបង្កើតអារម្មណ៍ខ្ញុំស្គាល់សុភាពបុរសនៃសំណាងម្នាក់ដែលនិយាយថានៅពេលដែលគាត់ចាប់ផ្ដើមរីកចម្រើនភរិយារបស់គាត់នឹងមានសាឡុងថ្មីនឹងឆាតឆាយហ្គោសាឡុងនោះគាត់និយាយថាបើខ្ញុំចំណាយ$30,000នៅពេលដែលសាឡុងទៅដល់ផ្ទះវាត្រូវបានគេរកឃើញថាចាំបាច់ដើម្បីទទួលបានកៅអីដើម្បីផ្គូផ្គងបន្ទាប់មកក្តារចំហៀងកំរាលព្រំនិងតុត្រូវគ្នាគឺជាមួយពួកគេហើយដូច្នេះនៅលើភាគហ៊ុនទាំងមូលនៃគ្រឿងសង្ហារិមនៅពេលចុងក្រោយគេបានរកឃើញថាផ្ទះខ្លួនឯងតូចពេកនិងចាស់សម្រាប់គ្រឿងសង្ហារិមហើយផ្ទះថ្មីមួយត្រូវបានសាងសង់ឡើងដើម្បីឆ្លើយតបនឹងការទិញថ្មីក៏ដូច្នេះគឺមិត្តរបស់ខ្ញុំបានបន្ថែមថាសរុបការចំណាយចំនួន$30,000ដែលបណ្ដាលមកពីសាឡុងតែមួយនោះហើយអង្គុយលើខ្ញុំក្នុងទម្រង់ជាអ្នកបម្រើសម្ភារៈបរិក្ខារនិងអ្នកចំណាយចាំបាច់លើការរក្សាការផាកពិន័យការចំណាយប្រចាំឆ្នាំចំនួន$11,000ហើយមានការតឹងតែងនៅពេលនោះខណៈពេលដែលកាលពី10ឆ្នាំមុនពួកយើងរស់នៅដោយភាពសុខស្រួលពិតប្រាកដជាងនេះទៅទៀតដោយសារតែមិនសូវមានការយកចិត្តទុកដាក់ច្រើននោះទេការពិតគឺរាប់រយសាឡុងនោះនឹងនាំខ្ញុំទៅរកភាពខ្សែធនដែលជិះមិនរួចមិនមានចំណងជើងដែលមិនអាចប្រៀបផ្ទឹមបានចំពោះភាពចម្រុងចម្រើនបានរក្សាខ្ញុំឲ្យនៅពីលើវាហើយប្រសិនបើខ្ញុំមិនបានពិនិត្យមើលបំណងប្រាថ្នាធម្មជាតិដើម្បីកាត់សញ្ញាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងជីវិតគឺសុខភាពល្អនោះគឺជាទ្រព្យសម្បត្តិនៃស្រទាប់ខាងក្រោមវាក៏ជាមូលដ្ឋាននៃសុភមង្គលផងដែរមនុស្សម្នាក់មិនអាចប្រមូលទ្រព្យសម្បត្តិបានល្អនៅពេលគាត់ឈឺគាត់មិនមានមហិច្ឆតាទេគ្មានការលើកទឹកចិត្តគ្មានកម្លាំងជាការពិតណាស់មានអ្នកដែលមានសុខភាពមិនល្អហើយមិនអាចជួយវាបានអ្នកមិនអាចរំពឹងថាមនុស្សបែបនេះអាចប្រមូលទ្រព្យសម្បត្តិបាននោះទេប៉ុន្តែមានមនុស្សជាច្រើនដែលមានសុខភាពមិនល្អដែលមិនចាំបាច់
បើដូច្នេះសុខភាពជាគ្រឹះនៃភាពជោគជ័យនិងសុភមង្គលក្នុងជីវិតតើវាសំខាន់ប៉ុណ្ណាដែលយើងគួរសិក្សាពីច្បាប់នៃសុខភាពដែលជាការបញ្ចេញមិត្តមួយទៀតសម្រាប់ច្បាប់ធម្មជាតិយើងកាន់តែខិតទៅជិតច្បាប់ធម្មជាតិសុខភាពកាន់តែជិតហើយមានមនុស្សប៉ុន្មានអ្នកដែលមិនយកចិត្តទុកដាក់នឹងច្បាប់ធម្មជាតិប៉ុន្តែបែរជាបំពានដាច់ខាតសូម្បីតែប្រឆាំងនឹងទំនោរធម្មជាតិរបស់ពួកគេក៏ដោយយើងគួរតែដឹងថាអំពើបាបនៃភាពល្ងង់ខ្លៅគឺមិនដែលមានភ្នែកឡើងលើតាក់ទងនឹងការបំពានច្បាប់ធម្មជាតិនោះទេការបំពានរបស់ពួកគេតែងតែនាំមកនូវការពិន័យកុមារអាចដាក់ម្រាមដៃរបស់ខ្លួនចូលទៅក្នុងអណ្ដាតភ្លើងដោយមិនដឹងថាវានឹងឆេះហើយដូច្នេះរងទុក្ខការប្រែចិត្តសូម្បីតែនឹងមិនបញ្ឈប់មនុស្សឆ្លាតនោះទេជីដូនជីតារបស់យើងជាច្រើនបានដឹងតិចតួចអំពីគោលការណ៍នៃខ្យល់ចេញចូលពួកគេមិនបានដឹងច្រើនអំពីអុកស៊ីហសែនអ្វីផ្សេងទៀតគឺហ្គិនក៏ដែលពួកគេប្រហែលជាបានស្គាល់ជាមួយហេតុដូច្នេះហើយពួកគេបានសង់ផ្ទះរបស់ពួកគេជាមួយនឹងបន្ទប់គេងតូច7x9 ហ្វីតហើយពួក Puritans ចាស់ដ៏ល្អទាំងនេះនឹងចាក់សោខ្លួនពួកគេនៅក្នុងកោសិកាមួយក្នុងចំណោមកោសិកាទាំងនេះនិយាយការអធិស្ឋានរបស់ពួកគេហើយចូលគេងនៅពេលព្រឹកពួកគេនឹងត្រឡប់មកវិញដោយស្មោះស្ម័គ្រចំពោះការរក្សាជីវិតរបស់ពួកគេនៅពេលយប់ហើយគ្មាននរណាម្នាក់មានហេតុផលល្អជាងដើមបីអរគុណនោះទេប្រហែលជាមានស្នាមប្រេះធំខ្លះនៅក្នុងបង្អួចឬនៅក្នុងទ្វារអនុញ្ញាតឲ្យមានខ្យល់អាកាសបរិសុទ្ធបន្តិចហើយដូច្នេះបានជួយសង្គ្រោះពួកគេមនុស្សជាច្រើនបំពានច្បាប់ធម្មជាតិដោយចេតនាប្រឆាំងនឹងការជំរុញដ៏ប្រសើររបស់ពួកគេដើម្បីជាប្រយោជន៍ដល់ម៉ូដជាឧទាហរណ៍មានរឿងមួយដែលគ្មានអ្វីរស់បានឡើយលើកលែងតែដង្កូវដ៏អាក្រក់ដែលធ្លាប់ស្រឡាញ់ដោយធម្មជាតិហើយនោះគឺថ្នាំជក់តើមានមនុស្សប៉ុន្មានអ្នកដែលបង្វឹកចំណង់អាហារខុសពីធម្មជាតិដោយចេតនាហើយយកឈ្នះលើការមិនចូលចិត្តថ្នាំជក់ដល់កម្រិតដែលពួកគេបានស្រឡាញ់វាពួកគេបានកាន់ស្មៅដែលមានជាតិពុលកខ្វក់ឬជីជាងដែលកាន់វាយ៉ាងរឹងមាំនេះគឺជាបុរសដែលរៀបការហើយដែលរត់អំពីការស្ដោះទឹកថ្នាំជក់នៅលើកម្រាលព្រំនិងកម្រាលឥដ្ឋហើយជួនកាលថែមទាំងដាក់ប្រពន្ធរបស់ពួកគេទៀតផងគេមិនដេញប្រពន្ធចេញក្រៅផ្ទះដូចមនុស្សស្រវឹងទេតែប្រពន្ធខ្ញុំគ្មានឆ្ងល់ទេតែងតែប្រាថ្នាគេនៅខាងក្រៅផ្ទះលក្ខណៈពិសេសដ៏គ្រោះថ្នាក់មួយទៀតគឺថាចំណង់អាហារសិប្បនិម្មិតនេះដូចជាការច្រណែនគឺលូតលាស់ដោយអ្វីដែលវាចិញ្ចឹមកនៅពេលអ្នកស្រឡាញ់អ្វីដែលខុសពីធម្មជាតិចំណង់ខ្លាំងត្រូវបានបង្កើតឡើងសម្រាប់អ្វីដែលឈឺចាប់ជាងការចង់បានពីធម្មជាតិសម្រាប់អ្វីដែលគ្មានគ្រោះថ្នាក់មានសុភាសិតចាស់មួយពោលថាបុទម្លាប់គឺជាធម្មជាតិទី2ក៏ប៉ុន្តែទម្លាប់សិប្បនិម្មិតគឺខ្លាំងជាងធម្មជាតិជាឧទាហរណ៍អ្នកទំពាថ្នាំជក់ចាស់សេចក្តីស្រឡាញ់របស់គាត់ចំពោះខ្វិតគឺខ្លាំងជាងការស្រឡាញ់របស់គាត់ចំពោះប្រភេទអាហារណាមួយគាត់អាចបោះបង់ចោលសាច់គោអាំងងាយស្រួលជាងការបោះបង់ចោលស្មៅបន្ថយមិនអាចការពារបានទាំងស្រុងក្នុងពន្លឺនៃទស្សនវិជ្ជាសាសនាអារម្មណ៍ល្អវាគឺជាមេនៃអំពើអាក្រក់ស្ទើរតែទាំងអស់នៅក្នុងប្រទេសរបស់យើងកុំច្រឡំវិជ្ជាជីវៈរបស់អ្នកផែនការដែលមានសុវត្ថិភាពបំផុតនិងប្រកបបំផុតនៃភាពជោគជ័យសម្រាប់យុវជនដែលចាប់ផ្ដើមក្នុងជីវិតគឺជ្រើសរើសមុខវិជ្ជាដែលសមស្របបំផុតតាមចំណង់ចំណូលចិត្តរបស់គាត់ឪពុកម្ដាយនិងអាណាព្យាបាលតែងតែមានការធ្វេសប្រហែសពេកចំពោះបញ្ហានេះជារឿងធម្មតាសម្រាប់ឪពុកដែលនិយាយជាឧទាហរណ៍ខ្ញុំមានកូនប្រុស5នាក់ខ្ញុំនឹងតាំង Belly ជាបព្វជិតច័ន្ទជាមេធាវីថមជាវេជ្ជបណ្ឌិតនិង Dick ជាកសិករបន្ទាប់មកគាត់ក៏ចូលទៅក្នុងទីក្រុងហើយរកមើលថាតើគាត់នឹងធ្វើអ្វីជាមួយ Sammy គាត់ត្រឡប់មកផ្ទះវិញហើយនិយាយថាសាមីខ្ញុំឃើញការផលិតនាឡិកាជីជំនួញដ៏ល្អមួយខ្ញុំគិតថាខ្ញុំនឹងធ្វើឲ្យអ្នកជីជាងមាសគាត់ធ្វើបែបនេះដោយមិនគិតពីទំនោរធម្មជាតិរបស់ Sam ឬទេពកោសល្យយើងទាំងអស់គ្នាកើតមកក្នុងគោលបំណងដ៏ឈ្លាសវៃមានភាពចម្រុះជាច្រើននៅក្នុងខួរក្បាលរបស់យើងដូចនៅក្នុងទឹកមុខរបស់យើងអ្នកខ្លះកើតមកជាមេកានិកធម្មជាតិខណៈអ្នកខ្លះមានចិត្តចង់ខ្លាំងចំពោះគ្រឿងម៉ាស៊ីនអនុញ្ញាតឲ្យក្មេងប្រុសអាយុ10ឆ្នាំមកជុំគ្នាហើយអ្នកនឹងសង្កេតឃើញ2 ឬ3អ្នកនឹងកំពុងគវិតលេងឧបករណ៍ដ៏ប៉ិនប្រសប់មួយចំនួនធ្វើការជាមួយសោឬម៉ាស៊ីនស្មុគស្មាញនៅពេលពួកគេមានអាយុ5ឆ្នាំឪពុករបស់ពួកគេមិនអាចរករបស់លេងដើម្បីផ្គប់ចិត្តពួកគេដូចជាល្បែងផ្គុំរូបនោះទេពួកគេគឺជាមេកានិកធម្មជាតិប៉ុន្តែក្មេងប្រុស8ឬ9អ្នកផ្សេងទៀតមានជំនាញខុសគ្នាខ្ញុំជាកម្មសិទ្ធិរបស់ថ្នាក់ក្រោយខ្ញុំមិនដែលមានសេចក្តីស្រឡាញ់តិចតួចបំផុតសម្រាប់យន្តការផ្ទុយទៅវិញខ្ញុំមានការស្អប់ខ្ពើមចំពោះគ្រឿងម៉ាស៊ីនដ៏ស្មុគស្មាញខ្ញុំមិនដែលមានភាពប៉ិនប្រសប់គ្រប់គ្រាន់ក្នុងការច្របាច់ទឹកក្រូចឆ្មាដើម្បីកុំឲ្យវាលេចធ្លាយខ្ញុំមិនដែលបង្កើតពេជ្រដែលខ្ញុំអាចសរសេរជាមួយឬយល់ពីគោលការណ៍នៃម៉ាស៊ីនចំហាយទឹកនោះទេប្រសិនបើបុរសម្នាក់យកក្មេងប្រុសដូចខ្ញុំហើយព្យាយាមបង្កើតនាឡិកាឲ្យគាត់នោះក្មេងប្រុសនោះប្រហែលជាបន្ទាប់ពីហាត់ការរយៈពេល5ឬ7ឆ្នាំមកនោះអាចបែកគ្នាហើយដាក់នាឡិកាមួយជាមួយគ្នាប៉ុន្តែពេញមួយជីវិតគាត់នឹងធ្វើការឡើងភ្នំហើយចាប់យករាល់លេសសម្រាប់ការចាក់ចេញពីការងាររបស់គាត់ហើយខ្ជះខ្ជាយពេលវេលារបស់គាត់ការធ្វើនាឡិកាគឺជាការច្រណែនចំពោះគាត់
លុះត្រាតែបុរសម្នាក់ចូលទៅក្នុងអាជីពដែលមានបំណងសម្រាប់គាត់ដោយធម្មជាតិហើយស័ក្តិសមបំផុតទៅនឹងទេពកោសល្យពិសេសរបស់គាត់មិនអាចជោគជ័យបានទេខ្ញុំរីករាយដែលជឿថាមនុស្សភាគច្រើនស្វែងរកការងារត្រឹមត្រូវរបស់ពួកគេប៉ុន្តែយើងឃើញមនុស្សជាច្រើនដែលបានច្រឡំការហើយរបស់ពួកគេតាំងពីជាងដែកឡើងលើឬចុះក្រោមរហូតដល់បបជិតជាឧទាហរណ៍អ្នកនឹងឃើញអ្នកភាសាវិទ្យាដ៏អស្ចារ្យម្នាក់គេរៀនជាងដែកដែលគួរតែជាគ្រូបង្រៀនភាសាហើយអ្នកប្រហែលជាធ្លាប់ឃើញមេធាវីវេជ្ជបណ្ឌិតនិងបបជិតដែលត្រូវបានសម្ល្អជាងដោយធម្មជាតិសម្រាប់ទ្រង់ឬបន្ទះថ្មជ្រើសរើសទីតាំងត្រឹមត្រូវបន្ទាប់ពីធានាបាននូវវិជ្ជាជីវៈត្រឹមត្រូវអ្នកត្រូវតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសទីតាំងត្រឹមត្រូវអ្នកប្រហែលជាត្រូវបានកាត់ចេញពីអ្នកថែរក្សាសន្តាគារហើយពួកគេនិយាយថាវាទាមទារឲ្យមានទេពកោសល្យដើម្បីក៏ដឹងពីរបៀបរក្សាសន្តាគារអ្នកអាចធ្វើសន្តាគារដូចជាការងារនាឡិកាហើយផ្ដល់ការពេញចិត្តសម្រាប់ភ្ញៀវ500នាក់ជារៀងរាល់ថ្ងៃប៉ុន្តែប្រសិនបើអ្នកគួរកំណត់ទីតាំងផ្ទះរបស់អ្នកនៅក្នុងភូមិតូចមួយដែលមិនមានទំនាក់ទំនងផ្លូវដែកឬការធ្វើដំណើរសាធារណៈនោះទីតាំងនឹងក្លាយជាការបំផ្លិចបំផ្លាញរបស់អ្នកវាមានសារៈសំខាន់ដូចគ្នាដែរនកមិនចាប់ផ្ដើមអាជីវកម្មនៅកន្លែងដែលមានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងអស់នៅក្នុងមុខរបរតែមួយខ្ញុំចាំករណីមួយដែលបង្ហាញពីប្រធានបទនេះនៅពេលខ្ញុំនៅទីក្រុងឡុងក្នុងឆ្នាំ1858ខ្ញុំបានឆ្លងកាត់ Holborn ជាមួយមិត្តភ័ក្តិជនជាតិអង់គ្លេសហើយបានមកកម្មវិធីបង្ហាញកាក់ពួកគេមានរូបធ្លុកដ៏ធំសម្បើមនៅខាងក្រៅដែលបង្ហាញពីការចង់ដឹងចង់ឃើញដ៏អស្ចារ្យដែលអាចមើលឃើញទាំងអស់សម្រាប់មួយកាក់គឺក្នុងនាមជាខ្ញុំបន្តិចនៅក្នុងកបន្ទាត់បង្ហាញក៏ខ្ញុំបាននិយាយថាអនុញ្ញាតឲ្យពួកយើងចូលទៅក្នុងនេះមិនយូរប៉ុន្មានយើងបានរកឃើញខ្លួនយើងនៅក្នុងវត្តមានរបស់អ្នកសម្ដែងដ៏ឆ្នើមហើយគាត់បានបង្ហាញថាជាបុរសដ៏មុតស្រួចបំផុតនៅក្នុងជួរដែលខ្ញុំធ្លាប់ជួបគាត់បានប្រាប់យើងនៅរឿងអស្ចារ្យមួយចំនួនទាក់ទងនឹងស្ត្រីពុកចង្ការរបស់គាត់អាល់ប៊ីណូរបស់គាត់និងអាម៉ាឌីឡូរបស់គាត់ដែលយើងស្ទើរតែមិនជឿប៉ុន្តែគាត់គិតថាប្រសើរជាងការជឿវាជាងមើលភស្តុតាងទីបំផុតគាត់បានអង្វរឲ្យយើងយកចិត្តទុកដាក់ចំពោះរូបចម្លាក់ក្រមួនមួយចំនួនហើយបង្ហាញយើងនៅរូបចម្លាក់ក្រមួនដែលលោកខ្វក់និងខ្វក់បំផុតជាច្រើនដែលអាចស្រមៃបានពួកគេមើលទៅហាក់ដូចជាមិនបានឃើញទឹកចាប់តាំងពីទឹកជំនន់តើរូបចម្លាក់របស់អ្នកអស្ចារ្យយ៉ាងណាទៅខ្ញុំបានសួរគាត់ឆ្លើយថាក៏ខ្ញុំសូមអង្វរអ្នកកុំនិយាយបែបទេដៀលគាត់ឆ្លើយថាលោកម្ចាស់ទាំងនេះមិនមែនជារូបក្រមួនរបស់ Madame Chassat ទាំងអស់គ្រប់ដណ្ដប់ដោយក្រមួននិង tinsel និងត្បូងពេជ្រคล้ายៗហើយចម្លងពីចម្លាក់និងរូបថតរបស់ខ្ញុំនៅពេលណាដែលអ្នកក្រឡេកមើលតួលេខណាមួយនោះអ្នកអាចពិចារណាថាអ្នកកំពុងសម្លឹងមើលបុគ្គលដែលមានជីវិតក្រឡេកមើលពួកគេដោយចៃដន្យខ្ញុំបានឃើញម្នាក់ដាក់ស្លាកថា Bo Henry V ហើយមានអារម្មណ៍ចង់ដឹងចង់ឃើញបន្តិចនៅពេលឃើញថាវាមើលទៅដូចជា Calvin Edson ដែលជាគ្រោងឆ្អឹងនៅរស់ខ្ញុំបាននិយាយថាតើអ្នកហៅវាថា Henry VIII គាត់ឆ្លើយថាក៏ប្រកាសណាស់លោកម្ចាស់វាត្រូវបានដកចេញពីជីវិតនៅតុលាការ Hampton ដោយបញ្ជាពិសេសនៃមហាអំណាចរបស់គាត់នៅថ្ងៃបែបនេះគាត់នឹងផ្ដល់ម៉ោងនៃថ្ងៃប្រសិនបើខ្ញុំទប់ទល់ខ្ញុំបាននិយាយថាគឺអ្នកគ្រប់គ្នាដឹងថា Henry V ស្ដេចដ៏មានវ័យចំណាស់មួយអង្គនេះរឹងរូសហើយរូបនោះស្លេកស្លាំងតើអ្នកនិយាយយ៉ាងណាគាត់បានឆ្លើយថាបើហេតុអ្វីបានជាអ្នកនឹងគ្មានខ្លាញ់ហើយដាក់ខ្លួនឯងប្រសិនបើអ្នកអង្គុយនៅទីនោះឲ្យតែគាត់មានគ្មានការប្រឆាំងនឹងអំណាងបែបនេះទេខ្ញុំបាននិយាយទៅកាន់មិត្តអង់គ្លេសរបស់ខ្ញុំថាទៅតោះយើងចេញទៅក្រៅកុំប្រាប់គាត់ថាខ្ញុំជានរណាខ្ញុំបង្ហាញស្លាបពណ៌ស្គាត់វីខ្ញុំគាត់បានដើរតាមពួកយើងទៅមាត់ទ្វារហើយឃើញមនុស្សឆ្លើយនៅតាមផ្លូវគាត់ក៏ស្រែកថាគឺលោកស្រីអ្នកនាងកញ្ញាសូមយកចិត្តទុកដាក់ចំពោះចរិតលក្ខណៈដ៏គួរឲ្យគោរពរបស់អ្នកទស្សនារបស់ខ្ញុំដោយចង្អុលមកពួកយើងនៅពេលពួកយើងដើរចេញទៅខ្ញុំបានហៅគាត់ពីរបីថ្ងៃក្រោយមកប្រាប់គាត់ថាខ្ញុំជានរណាហើយនិយាយថាមិត្តរបស់ខ្ញុំអ្នកគឺជាអ្នកសម្ដែងដ៏ល្អម្នាក់ប៉ុន្តែអ្នកបានជ្រើសរើសទីតាំងមិនល្អគាត់ឆ្លើយថានេះជាការពិតលោកគ្រូខ្ញុំមានអារម្មណ៍ថាទេពកោសល្យទាំងអស់របស់ខ្ញុំត្រូវបានបោះចោលប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបានអ្នកអាចទៅអាមេរិកគឺខ្ញុំឆ្លើយគឺអ្នកអាចផ្ដល់ការលេងពេញលេញដល់មហាវិទ្យាល័យរបស់អ្នកនៅទីនោះអ្នកនឹងរកឃើញកន្លែងកែងដៃជាច្រើននៅអាមេរិកខ្ញុំនឹងភ្ជាប់ពាក្យជាមួយអ្នករយៈពេល2ឆ្នាំបន្ទាប់ពីនោះអ្នកនឹងអាចចូលកន្លែងរបស់អ្នកបានគាត់បានទទួលយកការផ្ដល់ជូនរបស់ខ្ញុំហើយស្នាក់នៅរយៈពេល2ឆ្នាំនៅក្នុងសារមន្ទីរញូវយ៉ករបស់ខ្ញុំបន្ទាប់មកគាត់បានទៅទីក្រុង New Orleans ហើយបានធ្វើអាជីវកម្មបង្ហាញការធ្វើដំណើរក្នុងរដូវក្តៅសប្តាហ៍ថ្ងៃគាត់មានតម្លៃ$50,000ដោយគ្រាន់តែគាត់ជ្រើសរើសមុខរបរត្រឹមត្រូវហើយថែមទាំងធានាបាននៅទីតាំងត្រឹមត្រូវសុភាសិតចាស់ពោលថាដក3គឺអាក្រក់ដូចភ្លើងប៉ុន្តែពេលមនុស្សត្រូវភ្លើងវាមិនសំខាន់ទេតែថាដកបានប៉ុន្មានឆាប់ឬញឹកញាប់ជៀសវាងបំណុល
បរោះវ័យក្មេងដែលចាប់ផ្ដើមក្នុងជីវិតគួរជៀសវាងការជំពាក់បំណុលគេកម្រមានអ្វីដែលទាញមនុស្សចុះដូចជាបំណុលវាជាឋានៈជាទាសករក្នុងការចូលប៉ុន្តែយើងរកឃើញបរោះវ័យក្មេងជាច្រើនដែលស្ទើរតែចេញពីក្មេងជំទង់របស់គាត់ដែលកំពុងរត់ជំពាក់បំណុលគេគាត់បានជួបជុំមួយហើយនិយាយថា Boomer នេះខ្ញុំបានទទួលការទុកចិត្តសម្រាប់ឈុតថ្មីនៃសម្លៀកបំពាក់គាត់ហាក់ដូចជាមើលទៅលើសម្លៀកបំពាក់ដែលផ្ដល់ឲ្យគាត់យ៉ាងច្រើនជាការប្រសើរណាស់វាច្រើនតែកើតមានដូច្នេះប៉ុន្តែប្រសិនបើគាត់ជោគជ័យក្នុងការបង់ប្រាក់ហើយទទួលបានទំនុកចិត្តម្ដងទៀតគាត់កំពុងប្រកាន់យកទម្លាប់ដែលនឹងធ្វើឲ្យគាត់ស្ថិតក្នុងភាពក្រីក្រពេញមួយជីវិតបំណុលប្លន់បរោះម្នាក់ដែលគោរពខ្លួនឯងហើយធ្វើឲ្យគាត់ស្ទើរតែមើលងាយខ្លួនឯងត្អូញត្អែធ្ងន់នឹងធ្វើការដើម្បីអ្វីដែលគាត់បានស៊ីឬអស់ហើយឥឡូវនេះនៅពេលដែលគាត់ត្រូវបានអំពាវនាវឲ្យបង់ប្រាក់គាត់មិនមានអ្វីបង្ហាញសម្រាប់ប្រាក់របស់គាត់ទេនេះត្រូវបានគេហៅយ៉ាងត្រឹមត្រូវថាធ្វើការឲ្យសេះងាប់គេខ្ញុំមិននិយាយពីឈ្មួញដែលទិញលក់តាមឥណ្ឌានឬអ្នកដែលទិញដោយប្រើឥណ្ឌានដើម្បីបង្វែរការទិញទៅរកប្រាក់ចំណេញនោះទេខ្វែក៏ចំណាស់បាននិយាយទៅកាន់កូនប្រុសកសិកររបស់គាត់ថា Bjorn មិនដែលទទួលបានការទុកចិត្តទេប៉ុន្តែប្រសិនបើកូនជឿជាក់លើអ្វីក៏ដោយចូលទុកវាឲ្យទៅជាហ្គលីមកសាត់ព្រោះវានឹងជួយឲ្យអ្នកសង្វាម្ដងទៀតលោក Beecher បានផ្ដល់ដំបូន្មានដល់យុវជនឲ្យជំពាក់បំណុលគេប្រសិនបើពួកគេអាចធ្វើបានក្នុងចំនួនតិចតួចក្នុងការទិញដីនៅតាមស្រុកនានាគាត់និយាយថាបើយុវជនជំពាក់លុយដីមួយចំនួនហើយរៀបការរឿងទាំងពីរនេះនឹងធ្វើឲ្យគាត់នៅជាប់គ្នាឬមិនមានអ្វីកើតឡើងទេនេះអាចមានសុវត្ថិភាពក្នុងកម្រិតមួយប៉ុន្តែការជំពាក់បំណុលសម្រាប់អ្វីដែលអ្នកញ៉ាំនិងផឹកនិងពាក់គឺត្រូវជៀសវាងគ្រួសារខ្លះមានទម្លាប់ល្ងងក្នុងការទទួលបានឥណ្ឌាននៅកោហាងហើយដូច្នេះជាញឹកញាប់ទិញរបស់ជាច្រើនដែលប្រហែលជាត្រូវបានចែកចាយជាមួយវាជាការល្អណាស់ក្នុងការនិយាយខ្ញុំបានទុកចិត្តអស់រយៈពេល60ថ្ងៃហើយបើខ្ញុំមិនមានលុយទេម្ចាស់បំណុលនឹងមិនគិតអ្វីឡើយគ្មានវណ្ណៈណាក្នុងโลกនេះទេដែលមានអនុស្សាវរីយ៍ល្អដូចម្ចាស់បំណុលនៅពេលដែល60ថ្ងៃអស់អ្នកនឹងត្រូវបង់ប្រសិនបើអ្នកមិនបង់ប្រាក់ទេអ្នកនឹងបំពានការសន្យារបស់អ្នកហើយប្រហែលជាងាកទៅរកការមិនពិតអ្នកអាចនឹងធ្វើការដោះសារខ្លះឬជំពាក់បំណុលនៅកន្លែងផ្សេងដើម្បីសង្វាប៉ុន្តែវាពាក់ព័ន្ធនឹងអ្នកកាន់តែស៊ីជម្រៅមិត្តភក្តិក្មេងខ្ជិលម្នាក់ដែលមានរូបរាងល្អគឺជាក្មេងហាត់ការឈ្មោះ Horatio និយោជករបស់គាត់បាននិយាយថាបើ Horatio តើអ្នកធ្លាប់ឃើញខ្ញុំទេគាត់បានទាញចេញមកថាក៏ខ្ញុំគិតថាខ្ញុំមានកចៅហ្វាយនិយាយថាអ្នកច្បាស់ជាបានជួបគាត់ហើយព្រោះខ្ញុំប្រកាសថាអ្នកមិនដែលវ៉ាជាងគេទេម្ចាស់បំណុលរបស់អ្នកនឹងជួបអ្នកឬវ៉ាអ្នកហើយនិយាយថាឥឡូវនេះមិត្តវ័យក្មេងរបស់ខ្ញុំអ្នកយល់ព្រមបង់ប្រាក់ឲ្យខ្ញុំអ្នកមិនទាន់បានធ្វើវាទេអ្នកត្រូវតែផ្ដល់ឲ្យខ្ញុំនៅកំណត់ត្រារបស់អ្នកផ្ដល់ចំណាំលើការប្រាក់ហើយវាចាប់ផ្ដើមធ្វើការប្រឆាំងនឹងអ្នកវាជាសេះងាប់គេម្ចាស់បំណុលចូលគេងពេលយប់ភ្ញាក់ពីព្រលឹមប្រសើរជាងពេលចូលគេងព្រោះការប្រាក់របស់គាត់កើនឡើងនៅពេលយប់ប៉ុន្តែអ្នកកាន់តែក្រពេលអ្នកកំពុងដេកព្រោះការប្រាក់កំពុងកកកុញលុយគឺនៅក្នុងការគោរពមួយចំនួនដូចជាភ្លើងវាគឺជាអ្នកបម្រើដ៏ល្អម្នាក់ប៉ុន្តែជាចៅហ្វាយដ៏គួរឲ្យភ័យខ្លាចនៅពេលដែលអ្នកមានវាគ្រប់គ្រងអ្នកនៅពេលដែលការប្រាក់កំពុងគៀបសង្កត់អ្នកឥតឈប់ឈរវានឹងធ្វើឲ្យអ្នកធ្លាក់ក្នុងភាពជាទាសករដ៏អាក្រក់បំផុតប៉ុន្តែសូមឲ្យលុយធ្វើការឲ្យអ្នកហើយអ្នកមានអ្នកបម្រើដែលលះបង់បំផុតក្នុងโลกវាមិនមែនជាអ្នកបម្រើភ្នែកទេគ្មានអ្វីដែលមានចលនាឬគ្មានជីវិតដែលនឹងធ្វើការដោយស្មោះត្រង់ដូចជាប្រាក់ពេលដាក់ក្នុងការប្រាក់ធានាបានល្អវាដំណើរការទាំងយប់ទាំងថ្ងៃនិងក្នុងអាកាសធាតុសើមឬស្ងួតខ្ញុំកើតនៅក្នុងរដ្ឋ Connecticut ដែលជាច្បាប់ពណ៌ខៀវជាកន្លែងដែលពួក Puritans ចាស់មានច្បាប់តឹងរ៉ឹងរហូតដល់គេនិយាយថាពួកគេបានពិន័យបុរសម្នាក់សម្រាប់ការថើបប្រពន្ធរបស់គាត់កាលពីថ្ងៃអាទិត្យប៉ុន្តែពួក Puritans ចាស់ដែលមានទ្រព្យសម្បត្តិទាំងនេះនឹងមានការប្រាក់រាប់ពាន់ដុល្លារហើយនៅយប់ថ្ងៃសៅរ៍នឹងមានតម្លៃជាក់លាក់នៅថ្ងៃអាទិត្យពួកគេនឹងទៅព្រះវិហារហើយបំពេញភារកិច្ចទាំងអស់របស់គ្រីស្ទបរិស័ទពេលភ្ញាក់ពីដំណេកនៅព្រឹកថ្ងៃច័ន្ទពួកគេនឹងឃើញថាខ្លួនឯងមានទ្រព្យសម្បត្តិច្រើនជាងកាលពីយប់ថ្ងៃសៅរ៍មុនដោយសារតែលុយកាក់របស់ពួកគេបានធ្វើការយ៉ាងស្មោះត្រង់សម្រាប់ពួកគេពេញមួយថ្ងៃអាទិត្យតាមច្បាប់កុំឲ្យវាធ្វើការប្រឆាំងនឹងអ្នកបើអ្នកធ្វើវាមិនមានឱកាសជោគជ័យក្នុងជីវិតទេទាល់តែមានលុយលោក John Randolph ដែលជាជនជាតិ Virginian ដ៏ចម្លែកធ្លាប់បានលាន់មាត់នៅក្នុងសភាថាលោក Speaker ខ្ញុំបានរកឃើញថ្មរបស់ទស្សនវិទូបង់តាមដែលអ្នកទៅនេះពិតជានៅចិត្តថ្មរបស់ទស្សនវិទូជាង Alchemist ណាមួយដែលមិនទាន់បានមកដល់តស៊ូកាលណាមនុស្សដើរក្នុងផ្លូវត្រូវតែស៊ូខ្ញុំនិយាយរឿងនេះព្រោះមានមនុស្សខ្លះកើតមកហត់ខ្ជិលដោយធម្មជាតិហើយគ្មានការពឹងផ្អែកលើខ្លួនឯងនិងគ្មានការតស៊ូប៉ុន្តែពួកគេអាចបណ្ដុះបណ្ដាលគុណសម្បត្តិទាំងនេះដោយដែល David Crockett បាននិយាយថារឿងនេះត្រូវចាំថាពេលខ្ញុំស្លាប់ត្រូវប្រាកដថាអ្នកនិយាយត្រូវបន្ទាប់មកទៅមុខ
វាគឺជាការឆ្ពោះទៅមុខនេះការប្រាជ្ញាចិត្តនេះមិនអនុញ្ញាតឲ្យគឺភាពភ័យរន្ធត់ឬគឺពណ៌ខៀវកាន់កាប់របស់អ្នកដូច្នេះដើម្បីធ្វើឲ្យអ្នកសម្រាកថាមពលរបស់អ្នកក្នុងការតស៊ូដើម្បីឯករាជ្យដែលអ្នកត្រូវតែដាំដុះតើមានមនុស្សប៉ុន្មានអ្នកដែលស្ទើរតែឈានដល់គោលដៅនៃមហិច្ឆតារបស់ពួកគេប៉ុន្តែបាត់បង់ជំនឿលើខ្លួនឯងសម្រាប់ថាមពលរបស់ពួកគេហើយរង្វាន់មាសបានបាត់បង់ជារៀងរហូតវាមិនមានការងឿងឆ្ងល់ទេជាញឹកញាយដូចដែល Shakespeare និយាយថាមានចំណូលក្នុងកិច្ចការរបស់មនុស្សដែលនាំទៅរកលាភសំណាងប្រសិនបើអ្នកស្ទាក់ស្ទើរដៃក្លាហាននឹងលាតចេញមុនអ្នកហើយទទួលបានរង្វាន់ចូលនឹកចាំពីសុភាសិតរបស់សាឡូមោនដែលថាអ្នកនោះคล้ายទៅជាអ្នកក្រដែលប្រព្រឹត្តដោយដៃខ្ជិលប៉ុន្តែដៃនៃអ្នកឧស្សាហ៍ធ្វើជាអ្នកមានវិញពេលខ្លះការតស៊ូគឺជាពាក្យមួយផ្សេងទៀតសម្រាប់ការពឹងផ្អែកលើខ្លួនឯងមនុស្សជាច្រើនមើលទៅផ្នែកងងឹតនៃជីវិតដោយធម្មជាតិហើយខ្ចីបញ្ហាពួកគេកើតមកដូច្នេះបន្ទាប់មកគេសុំយោបល់ហើយគេនឹងគ្រប់គ្រងដោយខ្យល់ម្ខាងហើយបក់មកដោយមួយទៀតហើយមិនអាចពឹងលើខ្លួនឯងបានឡើយតតែអ្នកអាចទទួលបានទើបអ្នកអាចពឹងផ្អែកលើខ្លួនឯងបានអ្នកមិនចាំបាច់រំពឹងថានឹងទទួលបានជោគជ័យនោះទេខ្ញុំធ្លាប់ស្គាល់បុរសដែលជួបរឿងមិនពិតហើយធ្វើអត្តឃាតយ៉ាងពិតប្រាកដព្រោះពួកគេគិតថាពួកគេមិនអាចយកឈ្នះលើសំណាងអាក្រក់របស់ពួកគេបានទេប៉ុន្តែខ្ញុំបានស្គាល់អ្នកផ្សេងទៀតដែលបានជួបការលំបាកផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរជាងនេះហើយបានឆ្លងកាត់ពួកគេដោយការអត់ធ្មត់សាមញ្ញជំនួយដោយជំនឿយ៉ាងមុតមមថាពួកគេកំពុងធ្វើដោយយុត្តិធម៌ហើយថា Providence នឹងយកឈ្នះអំពើអាក្រក់ដោយអំពើល្អអ្នកនឹងឃើញរូបភាពនេះបង្ហាញនៅក្នុងគ្រប់វិស័យនៃជីវិតយកឧត្តមសេនីយ៍2នាក់អ្នកទាំងពីរយល់អំពីយុទ្ធសាស្ត្រយោធាទាំងការអប់រំនៅ West Point ប្រសិនបើអ្នកពេញចិត្តអ្នកទាំងពីរមានអំណោយទានស្មើគ្នាប៉ុន្តែមួយមានគោលការណ៍នៃការតស៊ូហើយមួយទៀតខ្វះវាអាទិត្យនឹងជោគជ័យក្នុងអាជីពរបស់ខ្លួនចំណែកអ្នកក្រោយនឹងបរាជ័យគេអាចនឹងងឿសម្រេចថាសត្រូវមកដល់ហើយគេមានកាំភ្លើងធំមានកាំភ្លើងទេឧត្តមសេនីយ៍ដែលស្ទាក់ស្ទើរនិយាយបាទបន្ទាប់មកបញ្ឈប់មនុស្សគ្រប់គ្នាគាត់ចង់ឲ្យពេលវេលាដើម្បីឆ្លុះបញ្ចាំងការស្ទាក់ស្ទើររបស់គាត់គឺជាការបំផ្លិចបំផ្លាញរបស់គាត់ខ្មាំងសត្រូវឆ្លងកាត់ដោយគ្មានការវាយប្រហារឬគ្របសង្កត់លើគាត់ម្យ៉ាងវិញទៀតឧត្តមសេនីយ៍ឯកឧស្សាហ៍ព្យាយាមនិងភាពជឿជាក់លើខ្លួនឯងចូលប្រឡូកក្នុងសមរភូមិដោយឆន្ទៈហើយចំពេលមានការប៉ះទង្គិចគ្នានៃអាវុធការផ្ទុះអាវុធការស្រែកយំរបស់អ្នករបួសនិងការស្រែកធ្ងោនៃការស្លាប់អ្នកនឹងឃើញបុរសម្នាក់នេះតស៊ូបន្តកាត់និងកាត់ផ្លូវរបស់គាត់ដោយការបដិញ្ញាចិត្តមិនងាយក្រោយបំផុសកម្លាំងទាហានរបស់គាត់ឲ្យធ្វើការមានកម្លាំងភាពក្លាហាននិងចោះអ៊ីជំនះអ្វីក៏ដោយដែលអ្នកធ្វើចូលធ្វើវាដោយអស់ពីសមត្ថភាពរបស់អ្នកធ្វើការនៅវាបើចាំបាច់ដើមឆ្នាំនិងចុងរដូវនិងក្រៅរដូវដោយមិនទុកថ្មចោលហើយកុំពន្យាពេលតែ1ម៉ោងដែលអាចធ្វើបានដូចពេលនេះដែរសុភាសិតចាស់ពោពេញទៅដោយសច្ចៈនិងអត្ថន័យថាធ្វើអ្វីក៏គួរធ្វើក៏សំដែរបុរសម្នាក់ទទួលបានទ្រព្យសម្បត្តិដោយការធ្វើជំនួញរបស់គាត់យ៉ាងម៉ត់ចត់ខណៈពេលដែលអ្នកជិតខាងរបស់គាត់នៅតែក្រីក្រអស់មួយជីវិតដោយសារតែគាត់ធ្វើបានតែពាក់កណ្ដាលប៉ុណ្ណោះមហិច្ឆតាថាមពលឧស្សាហកម្មការតស៊ូគឺជាតម្រូវការមិនអាចខ្វះបានសម្រាប់ភាពជោគជ័យក្នុងអាជីវកម្មសំណាងតែងតែអនុគ្រោះដល់អ្នកក្លាហានហើយមិនដែលជួយបុរសដែលមិនជួយខ្លួនឯងឡើយវានឹងមិនធ្វើដើម្បីចំណាយពេលវេលារបស់អ្នកដូចជាលោក Michael Burr ក្នុងការរងចាំអ្វីមួយដើម្បីក៏ប្រែក្លាយយីនោះទេចំពោះបុរសបែបនេះរឿងមួយក្នុងចំណោមរឿងពីរដែលជាធម្មតាប្រែឡើងថាផ្ទះក្រីក្រឬគុកព្រោះការអត់ការងារធ្វើនាំឲ្យមានទម្លាប់អាក្រក់ហើយស្លៀកសម្លៀកបំពាក់ឲ្យបុរសសេដ្ឋីនិយាយទៅកាន់សេដ្ឋីថាខ្ញុំបានរកឃើញថាមានលុយគ្រប់គ្រាន់នៅក្នុងពិភពលោកសម្រាប់យើងទាំងអស់គ្នាប្រសិនបើវាត្រូវបានបែងចែកស្មើគ្នានេះត្រូវតែធ្វើហើយយើងទាំងអស់គ្នានឹងសប្បាយចិត្តជាមួយគ្នាប៉ុន្តែគឺជាការឆ្លើយតបប្រសិនបើមនុស្សគ្រប់គ្នាដូចអ្នកវានឹងចំណាយពេល2ខែហើយតើអ្នកនឹងធ្វើអ្វីអូចែកម្ដងទៀតបន្តបែងចែកទៀតថ្មីនេះខ្ញុំបានអានក្នុងក្រដាសទីក្រុងឡុងនៅកន្នីមួយអំពីមនុស្សទុតិតនិយមម្នាក់ដែលត្រូវបានបណ្ដេញចេញពីផ្ទះសំណាក់ដែលមានតម្លៃថោកដោយសារតែគាត់មិនអាចបង់វិក្កយបត្ររបស់គាត់បានប៉ុន្តែគាត់មានក្រដាសមួយសន្លឹកនៅជាប់នឹងហោប៉ៅអាវរបស់គាត់ដែលតាមការពិនិត្យបានបង្ហាញថាជាផែនការរបស់គាត់សម្រាប់ការសងបំណុលជាតិនៃប្រទេសអង់គ្លេសដោយគ្មានជំនួយពីកាក់មួយមនុស្សត្រូវធ្វើដូចដែល Cromwell បាននិយាយថាដែលមិនត្រឹមតែទុកចិត្តលើ Providence ប៉ុណ្ណោះទេប៉ុន្តែត្រូវរក្សាម្សៅឲ្យស្ងួតធ្វើផ្នែកការងាររបស់អ្នកឬអ្នកមិនអាចទទួលបានជោគជ័យមហាមេតយប់មួយពេលកំពុងបោះជំរំនៅវាលរហោស្ថានឬអ្នកដើរតាមដែលនឿយហត់ម្នាក់ពោលថាអញនឹងដោះអូតរបស់ខ្ញុំហើយជឿលើព្រះហោរានិយាយថាទេអត់អីចឹងទេចង់អូតឯងហើយទុកចិត្តវាដល់ព្រះធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនអ្នកហើយបន្ទាប់មកទុកចិត្តលើ Providence ឬសំណាងឬអ្វីក៏ដោយដែលអ្នកចង់ហៅវាសម្រាប់នៅសល់ពឹងផ្អែកលើការប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នក
ភ្នែករបស់និយោជកច្រើនតែមានតម្លៃជាងដៃរបស់និយោជិតរាប់សិបនាក់ទៅទៀតតាមធម្មជាតិភ្នាក់ងារមិនអាចស្មោះត្រង់ចំពោះនិយោជកដូចខ្លួនគាត់ទេមនុស្សជាច្រើនដែលជានិយោជកនឹងអំពាវនាវឲ្យចងចាំករណីដែលបុគ្គលិកល្អបំផុតបានមើលរំលងចំណុចសំខាន់ដែលមិនអាចគេចផុតពីការសង្កេតរបស់ពួកគេក្នុងនាមជាម្ចាស់គ្មានមនុស្សណាម្នាក់មានសិទ្ធិរំពឹងថានឹងជោគជ័យក្នុងជីវិតនោះទេលុះត្រាតែគាត់យល់ពីអាជីវកម្មរបស់គាត់ហើយគ្មាននរណាម្នាក់អាចយល់ពីអាជីវកម្មរបស់គាត់ឲ្យបានហ្មត់ចត់ទេលុះត្រាតែគាត់រៀនវាដោយការអនុវត្តនិងបទពិសោធន៍ផ្ទាល់ខ្លួនបុរសម្នាក់អាចជាអ្នកផលិតគាត់ត្រូវតែរៀនព័ត៌មានលម្អិតជាច្រើននៃអាជីវកម្មរបស់គាត់ផ្ទាល់គាត់នឹងរៀនអ្វីមួយជារៀងរាល់ថ្ងៃហើយគាត់នឹងដឹងថាគាត់នឹងធ្វើខុសស្ទើរតែរាល់ថ្ងៃហើយកំហុសទាំងនេះគឺជួយគាត់ក្នុងរបៀបនៃបទពិសោធន៍ប្រសិនបើគាត់បានយកចិត្តទុកដាក់គាត់នឹងដូចជាអ្នកលក់សំណព្វហាង Yankee ដែលត្រូវបានបោកប្រាស់ពីគុណភាពក្នុងការទិញទំនិញរបស់គាត់បាននិយាយថាមិនអីទេមានព័ត៌មានតិចតួចដែលឬទទួលបានជារៀងរាល់ថ្ងៃខ្ញុំនឹងមិនចាញ់បោកតាមរបៀបនោះទៀតទេដូច្នេះបុរសម្នាក់ទិញបទពិសោធន៍របស់គាត់ហើយវាគឺជាប្រភេទដ៏ល្អបំផុតប្រសិនបើមិនទិញក្នុងអត្រាដ៏គួរឲ្យស្រឡាញ់ពេកខ្ញុំយល់ថាបុរសគ្រប់រូបគួរតែដូចជា Xavier ដែលជាអ្នកជំនាញធម្មជាតិជនជាតិបារាំងស្គាល់អាជីវកម្មរបស់គាត់ឲ្យបានហ្មត់ចត់គាត់ស្ទាត់ជំនាញណាស់ក្នុងការសិក្សាប្រវត្តិសាស្ត្រធម្មជាតិដើម្បីឲ្យអ្នកអាចយកឆ្អឹងមកឲ្យគាត់ឬសូម្បីតែផ្នែកមួយនៃឆ្អឹងរបស់សត្វដែលគាត់មិនធ្លាប់ឃើញបានពីពណ៌នាហើយហេតុផលពីការប្រៀបធៀបគាត់នឹងអាចគូររូបភាពនៃវត្ថុដែលឆ្អឹងត្រូវបានគេយកមានឱកាសមួយសិស្សរបស់គាត់ព្យាយាមបោកបញ្ឆោតគាត់ពួកគេបានរមៀលលេខ1របស់ពួកគេនៅក្នុងស្បែកគោហើយដាក់គាត់នៅក្រោមទ័ពរបស់សាស្ត្រាចារ្យជាគំរូថ្មីពេលទស្សនវិទូចូលមកក្នុងបន្ទប់សិស្សមួយចំនួនសួរគាត់ថាសត្វអ្វីរំពេចនោះសត្វនោះនិយាយថាក៏ខ្ញុំជាអារក្សខ្ញុំនឹងស៊ីអ្នកវាជារឿងធម្មជាតិដែលគីវាគួរចង់ចាត់ថ្នាក់សត្វនេះហើយពិនិត្យមើលវាដោយចេតនាគាត់បាននិយាយថាចែកជើងគ្នាមកចត់វាមិនអាចធ្វើបានទេគាត់បានដឹងថាសត្វដែលមានជើងបំបែកត្រូវតែរស់នៅលើស្មៅនិងគ្រាប់ធញ្ញជាតិឬរុក្ខជាតិប្រភេទផ្សេងទៀតហើយគាត់នឹងមិនចូលចិត្តស៊ីសាច់ស្លាប់ឬរស់ទេដូច្នេះគាត់បានចាត់ទុកខ្លួនឯងថាមានសុវត្ថិភាពឥតខ្ចោះការមានចំណេះដឹងដ៏ល្អឥតខ្ចោះនៃអាជីវកម្មរបស់អ្នកគឺជាភាពចាំបាច់ដាច់ខាតដើម្បីធានាបាននូវភាពជោគជ័យក្នុងចំណោមអតិបរមារបស់ព្រឹទ្ធាចារ្យ Rothschild គឺមួយភាពផ្ទុយស្រឡះជាក់ស្ដែងទាំងអស់ក៏ត្រូវប្រុងប្រយ័ត្ននិងក្លាហាននេះហាក់ដូចជាមានភាពផ្ទុយគ្នាប៉ុន្តែវាមិនមែនទេហើយមានប្រាជ្ញាដ៏អស្ចារ្យនៅក្នុងកម្រិតអត្តបរមាតាមពិតវាគឺជាសេចក្តីថ្លែងការណ៍រួមនៃអ្វីដែលខ្ញុំបាននិយាយរួចហើយវាគឺដើម្បីនិយាយអ្នកត្រូវតែអនុវត្តការប្រុងប្រយ័ត្នរបស់អ្នកក្នុងការរៀបចំផែនការរបស់អ្នកប៉ុន្តែត្រូវមានភាពក្លាហានក្នុងការអនុវត្តវាបុរសដែលមានការប្រុងប្រយ័ត្នគ្រប់យ៉ាងមិនហ៊ានកាន់កាប់នឹងជោគជ័យឡើយហើយបុរសដែលមានចិត្តក្លាហានគ្រាន់តែមិនប្រុងប្រយ័ត្នហើយត្រូវតែបរាជ័យបុរសម្នាក់អាចបន្តក៏ផ្លាស់ប្ដូរហើយរកប្រាក់បាន$50ឬ$100,000ក្នុងការស្មានទុកក្នុងស្តុកក្នុងប្រតិបត្តិការតែមួយប៉ុន្តែប្រសិនបើគាត់មានភាពក្លាហានសាមញ្ញដោយគ្មានការប្រុងប្រយ័ត្នវាគ្រាន់តែជាឱកាសប៉ុណ្ណោះហើយអ្វីដែលគាត់ទទួលបាននៅថ្ងៃនេះគាត់នឹងបាត់បង់នៅថ្ងៃស្អែកអ្នកត្រូវតែមានការប្រុងប្រយ័ត្ននិងភាពក្លាហានដើម្បីធានាបានជោគជ័យ Rothschild មានចំណុចសំខាន់មួយទៀតគឺមិនដែលមានអ្វីពាក់ព័ន្ធជាមួយបុរសឬកន្លែងដែលគ្មានសំណាងឡើយពោលគឺមិនដែលមានរឿងអ្វីជាមួយមនុស្សឬកន្លែងណាដែលមិនជោគជ័យនោះទេព្រោះបើទោះជាបុរសអាចនឹងមានភាពស្មោះត្រង់និងឆ្លាតវៃក៏ដោយប៉ុន្តែប្រសិនបើគេព្យាយាមរឿងនេះឬរឿងនោះហើយតែងតែបរាជ័យក៏ដោយកំហុសឬភាពទន់ខ្សោយដែលអ្នកប្រហែលជាមិនអាចរកឃើញប៉ុន្តែទោះជាយ៉ាងណាត្រូវតែមានលើโลกនេះគ្មានសំណាងទេមិនដែលមានបុរសម្នាក់ដែលអាចចេញទៅក្រៅនៅពេលព្រឹកហើយរកឃើញកាបូបមាសពេញផ្លូវក្នុងថ្ងៃនេះនិងថ្ងៃស្អែកមួយផ្សេងទៀតហើយបន្តពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែរហូតមកដល់ពេលនេះគ្រាន់តែសំណាងប៉ុណ្ណោះគាត់ត្រូវទទួលខុសត្រូវក្នុងការបាត់បង់វាដើម្បីរកវាឃើញដូចជាបណ្ដាលឲ្យបង្កើតផលដូចប្រសិនបើបុរសម្នាក់ទទួលយកវិធីសាស្ត្រត្រឹមត្រូវដើម្បីទទួលបានជោគជ័យគឺសំណាងនឹងមិនរារាំងគាត់ទេប្រសិនបើគាត់មិនជោគជ័យវាមានហេតុផលសម្រាប់វាទោះបីជាគាត់ប្រហែលជាមិនអាចមើលឃើញពួកគេប្រើឧបករណ៍ល្អបំផុតបុរសក្នុងការចូលរួមបុគ្គលិកគួរតែប្រុងប្រយ័ត្នដើម្បីទទួលបានអ្វីដែលល្អបំផុតយល់អ្នកមិនអាចមានឧបករណ៍ល្អពេកដើម្បីធ្វើការជាមួយទេហើយមិនមានឧបករណ៍ណាមួយដែលអ្នកគួរពិសេសសម្រាប់ជាឧបករណ៍រស់នៅនោះទេបើអ្នកទទួលបានរបស់ល្អយកល្អទុកគាត់ជាជាងបន្តផ្លាស់ប្ដូរគាត់រៀនអ្វីមួយជារៀងរាល់ថ្ងៃហើយអ្នកទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍ដែលគាត់ទទួលបានគាត់មានតម្លៃសម្រាប់អ្នកនៅឆ្នាំនេះច្រើនជាងឆ្នាំមុនហើយគាត់គឺជាបុរសចុងក្រោយដែលចែកផ្លូវជាមួយប្រសិនបើទម្លាប់របស់គាត់ល្អហើយគាត់បន្តស្មោះត្រង់ប្រសិនបើគាត់កាន់តែមានតម្លៃគាត់ទាមទារដំឡើងប្រាក់ខែច្រើនហួសហេតុនៅលើការសន្មត់ថាអ្នកមិនអាចធ្វើដោយគ្មានគាត់អនុញ្ញាតឲ្យគាត់ទៅនៅពេលណាដែលខ្ញុំមានបុគ្គលិកបែបនេះ
ខ្ញុំតែងតែបណ្ដេញគាត់ចេញទី1ដើម្បីបញ្ចុះបញ្ចូលគាត់ថាកន្លែងរបស់គាត់អាចត្រូវបានផ្គត់ផ្គង់ហើយទី2ដោយសារតែគាត់ល្អសម្រាប់គ្មានអ្វីប្រសិនបើគាត់គិតថាគាត់មានតម្លៃមិនអាចកាត់ថ្លៃបានប៉ុន្តែខ្ញុំនឹងរក្សាគាត់បើអាចធ្វើទៅបានដើម្បីចំណេញពីលទ្ធផលនៃបទពិសោធន៍របស់គាត់ធាតុសំខាន់នៅក្នុងបុគ្គលិកគឺខួរក្បាលអ្នកអាចឃើញវិក័យបាត់ឡើង Hence wanted ប៉ុន្តែ Woody គឺមិនមានតម្លៃទេបើគ្មានខួរក្បាលគូលោក Beecher បង្ហាញរឿងនេះដោយប្រាជ្ញាបុគ្គលិកម្នាក់ផ្ដល់សេវាកម្មរបស់គាត់ដោយសន្សំថាក៏ខ្ញុំមានដៃមួយគូហើយម្រាមដៃមួយរបស់ខ្ញុំគិតនិយោជកនិយាយថានោះល្អណាស់យីមានបរិសម្នាក់ទៀតមកតាមហើយនិយាយថាបុគ្គលមានម្រាមដៃពីរដែលគិតវាល្អជាងក៏ប៉ុន្តែអ្នកទី3បានហៅចូលហើយនិយាយថាគ្រប់ម្រាមដៃនិងមេដៃរបស់គាត់គិតនោះនៅតែប្រសើរជាងទីបំផុតជំហានមួយទៀតចូលហើយនិយាយថាក៏ខ្ញុំមានខួរក្បាលដែលគិតខ្ញុំគិតទាំងអស់ខ្ញុំជាអ្នកគិតក៏ដូចជាអ្នកធ្វើការនិយោជករីករាយនិយាយថាអ្នកគឺជាបរិសដែលខ្ញុំចង់បានដូច្នេះហើយបរិសដែលមានខួរក្បាលនិងបទពិសោធន៍មានតម្លៃបំផុតហើយមិនងាយបែកគ្នាឡើយវាជាការប្រសើរសម្រាប់ពួកគេក៏ដូចជាខ្លួនអ្នកផងដែរដើម្បីរក្សាពួកគេនៅកម្រិតខ្ពស់សមហេតុផលក្នុងប្រាក់ខែរបស់ពួកគេពីមួយពេលទៅមួយពេលកុំឡើងលើអាជីវកម្មរបស់អ្នកបរិសវ័យក្មេងបន្ទាប់ពីពួកគេបានទទួលការបណ្ដុះបណ្ដាលផ្នែកជំនួញរបស់ពួកគេឬកម្មសិក្សាជំនួសឲ្យការបន្តការតស៊ូនិងការកើនឡើងនៅក្នុងអាជីវកម្មរបស់ពួកគេជារឿយនឹងកុហកថាមិនធ្វើអ្វីសោះពួកគេនិយាយថាខ្ញុំបានរៀនមុខជំនួញរបស់ខ្ញុំប៉ុន្តែខ្ញុំមិនខ្លាចជាអ្នកជួទេតើអ្វីជាកម្មវត្ថុនៃការរៀនពាណិជ្ជកម្មឬវិជ្ជាជីវៈរបស់ខ្ញុំលុះត្រាតែខ្ញុំបង្កើតខ្លួនឯងតើអ្នកមានដើមទុនដើម្បីចាប់ផ្ដើមជាមួយអត់ទេប៉ុន្តែខ្ញុំនឹងមានវាតើអ្នកទទួលបានវាដោយរបៀបណាខ្ញុំនឹងប្រាប់អ្នកដោយសម្ងាត់ខ្ញុំមានមីងចាស់ម្នាក់ដែលមានទ្រព្យសម្បត្តិហើយនាងនឹងស្លាប់ឆាប់ប៉ុន្តែបើមិនដូច្នេះទេខ្ញុំរំពឹងថានឹងរកឃើញបរិសចំណាស់អ្នកមានម្នាក់ដែលនឹងឲ្យខ្ញុំខ្ចី2-3,000ដើម្បីផ្ដល់ឲ្យខ្ញុំប្រសិនបើខ្ញុំគ្រាន់តែរកលុយចាប់ផ្ដើមជាមួយខ្ញុំនឹងធ្វើបានល្អគ្មានកំហុសអ្វីធំជាងពេលដែលយុវជនម្នាក់ជឿថាគាត់នឹងជោគជ័យជាមួយលុយខ្ចីហេតុអ្វីដោយសារតែបទពិសោធន៍របស់បរិសគ្រប់រូបស្របគ្នានឹងលោក Astor ដែលបាននិយាយថាគូវាពិបាកជាងសម្រាប់គាត់ក្នុងការប្រមូលប្រាក់រាប់ពាន់ដុល្លារដំបូងរបស់គាត់ជាងការជោគជ័យរាប់លានដែលបង្កើតបាននូវទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់លុយគឺល្អឥតប្រយោជន៍ទាល់តែអ្នកស្គាល់តម្លៃរបស់វាតាមបទពិសោធន៍ឲ្យក្មេងប្រុសម្នាក់$20,000ហើយដាក់ឲ្យគាត់រកស៊ីហើយមានឱកាសដែលគាត់នឹងបាត់បង់រាល់ដុល្លារមុនពេលគាត់មានអាយុ1ឆ្នាំដូចជាការទិញសំបុត្រនៅក្នុងឆ្នោតហើយចាប់យករង្វាន់វាគឺគំមកងាយស្រួលទៅគាត់មិនដឹងពីតម្លៃរបស់វាទេគ្មានអ្វីដែលមានដំឡើយលុះត្រាតែវាត្រូវចំណាយលើការប្រឹងប្រែងដោយគ្មានការបដិសេធខ្លួនឯងនឹងសេដ្ឋកិច្ចភាពអត់ធ្មត់និងការតស៊ូហើយចាប់ផ្ដើមជាមួយដើមទុនដែលអ្នកមិនទាន់រកបានអ្នកមិនប្រាកដថានឹងជោគជ័យក្នុងការសន្សំនោះទេយុវជនជាជាងក៏រងចាំស្បែកជើងមនុស្សស្លាប់គួរតែក្រោកឡើងធ្វើព្រោះគ្មានថ្នាក់ណាដែលងាយនឹងស្លាប់ដូចមនុស្សចាស់អ្នកមានទាំងនេះទេហើយវាជាសំណាងសម្រាប់អ្នកស្នងមរតកដែលរំពឹងទុកគឺដូច្នេះបរិសអ្នកមាន9ក្នុងចំណោម10អ្នកនៃប្រទេសរបស់យើងសប្តាហ៍ថ្ងៃនេះបានចាប់ផ្ដើមក្នុងជីវិតជាក្មេងប្រុសក្រីក្រដោយមានឆន្ទៈច្បាស់លាស់ឧស្សាហ៍ព្យាយាមសេដ្ឋកិច្ចនិងទម្លាប់ល្អពួកគេបានបន្តបន្តិចម្ដងរកលុយដោយខ្លួនឯងហើយសន្សំវះទុកហើយនេះគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានទ្រព្យសម្បត្តិ Stephen Gerrard ចាប់ផ្ដើមជីវិតក្នុងនាមជាក្មេងប្រុសក្រីក្រហើយបានស្លាប់តម្លៃ$9 លាន Ed Stewart គឺជាក្មេងប្រុសអ៊ីរឡង់ក្រីក្រហើយគាត់បានបង់ពន្ធលើប្រាក់ចំណូល$1 លានក្នុងមួយឆ្នាំ John Jacob Astor ជាក្មេងប្រុសកសិករក្រីក្រហើយបានស្លាប់ក្នុងតម្លៃ$20 លាន Cornelius Vanderbilt បានចាប់ផ្ដើមជីវិតជិះទូកពីកោះ Staten ទៅ New York គាត់បានបង្ហាញរដ្ឋាភិបាលយើងនៅនាវាចំហុយទឹក$1 លានហើយស្លាប់តម្លៃ$50 លានសុភាសិតនិយាយថាគ្មានផ្លូវរាជវង្សដើម្បីរៀនទេហើយខ្ញុំអាចនិយាយថាវាស្មើគ្នាថាគ្មានផ្លូវរាជវង្សទៅរកទ្រព្យសម្បត្តិទេប៉ុន្តែខ្ញុំគិតថាមានផ្លូវរាជទៅទាំងពីរផ្លូវទៅរៀនគឺជារាជមួយផ្លូវដែលអាចឲ្យសិស្សពង្រីកបញ្ញារបស់គាត់និងបន្ថែមចំណេះដឹងប្រចាំថ្ងៃរបស់គាត់រហូតដល់ក្នុងដំណើរការដ៏រីករាយនៃការលូតលាស់បញ្ញាគាត់អាចដោះស្រាយបញ្ហាដ៏ជ្រាលជ្រៅបំផុតរាប់ផ្កាយវិភាគគ្រប់អាតូមនៃពិភពលោកនិងដើម្បីវាស់វែងផ្ទៃមេឃនេះគឺជាផ្លូវ highway មួយហើយវាគឺជាផ្លូវតែមួយគត់ដែលមានតម្លៃធ្វើដំណើរដូច្នេះតាក់ទងនឹងទ្រព្យសម្បត្តិបន្តដោយទំនុកចិត្តសិក្សាច្បាប់និងលើសពីអ្វីទាំងអស់សិក្សាធម្មជាតិរបស់មនុស្សសម្រាប់ការសិក្សាត្រឹមត្រូវអំពីមនុស្សគឺមនុស្សហើយអ្នកនឹងឃើញថាខណៈពេលដែលការពង្រីកបញ្ញានិងសាច់ដុំបទពិសោធន៍របស់អ្នកនឹងអាចឲ្យអ្នកជារៀងរាល់ថ្ងៃប្រមូលប្រាក់ដើមកាន់តែច្រើនឡើងដែលនឹងកើនឡើងដោយខ្លួនឯងដោយការចាប់អារម្មណ៍និងបើមិនដូច្នេះទេរហូតដល់អ្នកមកដល់រដ្ឋឯករាជ្យមួយជាទូទៅអ្នកនឹងឃើញថាក្មេងប្រុសអ្នកក្រខ្លាយជាអ្នកមានហើយកូនអ្នកមានកាន់តែក្រជាឧទាហរណ៍បុរសអ្នកមានម្នាក់នៅពេលគាត់ទទួលមរណភាព
គាត់ទុកទ្រព្យសម្បត្តិដ៏ធំមួយដល់គ្រួសារគាត់កូនប្រុសច្បងរបស់គាត់ដែលបានជួយគាត់ឲ្យទទួលបានទ្រព្យសម្បត្តិរបស់គាត់ដឹងដោយបទពិសោធន៍នៃតម្លៃនៃប្រាក់គេយកមរតកមកបន្ថែមទៀតផ្នែកដាច់ដោយឡែកពីគ្នារបស់កុមារតូចត្រូវបានគេចាប់អារម្មណ៍ហើយអ្នកតូចត្រូវបានគេវាយក្បាលហើយប្រាប់4-10ដងក្នុងមួយថ្ងៃថាអ្នកជាអ្នកមានអ្នកមិនចាំបាច់ធ្វើការទេអ្នកអាចមានអ្វីដែលអ្នកចង់បានត្បិតឯងកើតមកមានស្លាបព្រាមាសក្នុងមាត់ឯងអ្នកស្នងមរតកវ័យក្មេងនឹងដឹងភ្លាមអំពីអត្ថន័យរបស់វាគាត់មានសម្លៀកបំពាក់និងរបស់លេងល្អបំផុតគាត់រើបានកកុញដោយស្ករគ្រាប់ហើយស្ទើរតែវូសម្លាប់ដោយសប្បុរសហើយគាត់ឆ្លងកាត់ពីសាលារៀនមួយទៅសាលារៀនដោយទន់ភ្លន់និងសាយចំអកគាត់មានចិត្តក្រអឺតក្រទមនិងអួតខ្លួនឯងធ្វើបាបគ្រូរបស់គាត់ហើយកាន់អ្វីគ្រប់យ៉ាងដោយដៃខ្ពស់គាត់មិនដឹងអ្វីពីតម្លៃពិតប្រាកដនៃប្រាក់ដោយមិនដែលរកបានអ្វីសោះប៉ុន្តែគាត់ដឹងទាំងអស់អំពីអាជីវកម្មស្លាបព្រាមាសនៅមហាវិទ្យាល័យគាត់បានអញ្ជើញសិស្សក្រីក្ររបស់គាត់ទៅបន្ទប់របស់គាត់ជាកន្លែងគាត់គូផឹកស្រានិងញ៉ាំពួកគេគាត់មានចរិតឆេវឆាវនិងមើលងាយហើយហៅថាជាអ្នកដើរតាមដ៏រុងរឿងព្រោះគាត់មានលុយរឿនណាស់គាត់ផ្ដល់អាហារពេលយប់បើកសេះលឿនរបស់គាត់អញ្ជើញកូនរបស់គាត់ឲ្យចូលរួមពិធីនិងជប់លៀងដោយបដិញ្ញាថានឹងមានពេលវេលាល្អជាច្រើនគាត់ចំណាយពេលមួយយប់ក្នុងភាពច្របូកច្របល់និងវង្វេងវង្វាន់ហើយដឹកនាំដៃគូរបស់គាត់ជាមួយនឹងបទចម្រៀងដែលធ្លាប់ស្គាល់ថាយើងនឹងមិនទៅផ្ទះរហូតដល់ព្រឹកគាត់បានឲ្យពួកគេចូលរួមជាមួយគាត់ក្នុងការដកស្លាកសញ្ញាយកទ្វារពីហ៊ីងរបស់ពួកគេហើយបោះវាទៅក្នុងទីធ្លាខាងក្រោយនិងស្រាសេះបើប៉ូលីសចាប់គេវាទម្លាក់គេទៅដាក់ក្នុងបន្ទប់ឃុំខ្លួនដោយសប្បាយចិត្តគាត់ស្រែកថាកូនឲ្យធ្វើម៉េចបើឯងមិនសប្បាយនឹងខ្លួនឯងគាត់អាចនិយាយយ៉ាងពិតប្រាកដថាក៏ប្រសិនបើអ្នកមិនអាចធ្វើឲ្យខ្លួនឯងល្ងងបានទេប៉ុន្តែគាត់លឿនស្អប់របស់យឺតហើយមិនឃើញវាបរោះវ័យក្មេងដែលផ្ទុកដោយប្រាក់របស់អ្នកដទៃគឺស្ទើរតែប្រាកដថានឹងបាត់បង់ទាំងអស់ដែលពួកគេបានទទួលមរតកហើយពួកគេទទួលបានទម្លាប់អាក្រក់គ្រប់ប្រភេទដែលក្នុងករណីភាគច្រើនបំផ្លាញពួកគេទាំងសុខភាពកាបូបនិងតួអក្សរក្នុងប្រទេសនេះមួយចំនួនដើរតាមមួយចំនួនទៀតហើយអ្នកក្រសម័យនេះគឺជាអ្នកមាននៅចំនួនក្រោយឬអ្នកទី3បទពិសោធន៍របស់ពួកគេនាំពួកគេបន្តហើយពួកគេក្លាយជាអ្នកមានហើយពួកគេបន្សល់ទុកនៅទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដល់កូនតូចរបស់ពួកគេកុមារទាំងនេះត្រូវបានចិញ្ចឹមដោយប្រណិតគ្មានបទពិសោធន៍និងក្រីក្រហើយបន្ទាប់ពីមានបទពិសោធន៍ជាយូរមកហើយចំនួនមួយទៀតបានមកហើយប្រមូលទ្រព្យសម្បត្តិម្ដងទៀតជាបន្តបន្ទាប់ដូច្នេះហើយប្រវត្តិសាស្ត្រកើតឡើងម្ដងទៀតហើយគាត់សប្បាយចិត្តណាស់ដែលតាមរយៈការស្ដាប់បទពិសោធន៍របស់អ្នកដទៃជៀសវាងធ្មនិងច្រាំងថ្មដែលជាច្រើនត្រូវបានបំផ្លាញនៅប្រទេសអង់គ្លេសអាជីវកម្មធ្វើឲ្យបុរសបើបុរសក្នុងប្រទេសនោះជាមេកានិកឬជាអ្នកធ្វើការនោះមិនត្រូវបានគេទទួលស្គាល់ថាជាសុភាពបុរសឡើយក្នុងឱកាសនៃការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំនៅចំពោះមុខម្ចាស់ក្ត្រី Victoria អ្នកអង្គការនៃទីក្រុង Wellington បានសួរខ្ញុំថាតើពុកម្ដាយរបស់ឧត្តមសេនីយ៍ Thompson ស្ថិតក្នុងស្ថានភាពបែបណានៅក្នុងជីវិតខ្ញុំឆ្លើយថាឪពុកគាត់ជាជាងឈើអូខ្ញុំបានឮថាគាត់ជាសុភាពបុរសគឺជាការឆ្លើយតបរបស់ព្រះគុណរបស់ទ្រង់ក្នុងប្រទេសសាធារណរដ្ឋនេះបុរសនោះធ្វើជំនួញមិនថាគាត់ជាជាងដែកជាងដេរស្បែកជើងកសិករធនាគារឬមេធាវីនោះទេឲ្យតែអាជីវកម្មរបស់គាត់ស្របច្បាប់គាត់អាចជាសុភាពបុរសដូច្នេះអាជីវកម្មគឺស្របច្បាប់ទៀតណាមួយគឺជាពរជ័យទ្វេដងដែលវាជួយបុរសដែលចូលរួមក្នុងវាហើយក៏ជួយអ្នកដទៃផងដែរកសិករគាំទ្រគ្រួសាររបស់គាត់ប៉ុន្តែគាត់ក៏ផ្ដល់ផលប្រយោជន៍ដល់ពាណិជ្ជករឬមេកានិកដែលត្រូវការផលិតផលពីកសិដ្ឋានរបស់គាត់ផងដែរជាងកាត់ដេរមិនត្រឹមតែចិញ្ចឹមជីវិតដោយជំនួញរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ផ្ដល់ផលប្រយោជន៍ដល់កសិករអ្នកបួសនិងអ្នកផ្សេងទៀតដែលមិនអាចធ្វើសម្លៀកបំពាក់ដោយខ្លួនឯងបានប៉ុន្តែថ្នាក់ទាំងអស់នេះជារឿយអាចជាសុភាពបុរសមហិច្ឆតាដ៏អស្ចារ្យគួរតែពូកែជាងអ្នកផ្សេងទៀតទាំងអស់ដែលចូលរួមក្នុងការកាន់កាប់ដូចគ្នានិស្សិតដែលជិតបញ្ចប់ការសិក្សាបាននិយាយទៅកាន់មេធាវីចាស់ថាខ្ញុំមិនទាន់សម្រេចចិត្តថាខ្ញុំនឹងធ្វើតាមវិជ្ជាជីវៈមួយណាតើវិជ្ជាជីវៈរបស់អ្នកពេញហើយឬនៅបន្ទប់ក្រោមដីមានមនុស្សច្រើនប៉ុន្តែមានបន្ទប់ច្រើនឡើងលើជណ្ដើរគឺជាការឆ្លើយតបដ៏ឆ្លៀសវៃនិងស្មោះត្រង់គ្មានវិជ្ជាជីវៈពាណិជ្ជកម្មឬការហៅទូរស័ព្ទណាមួយត្រូវបានចង្អៀតនៅក្នុងរឿងខាងលើទេគ្រប់ទីកន្លែងដែលអ្នកស្វែងរកពាណិជ្ជករឬធនាគារិកដ៏ស្មោះត្រង់និងឆ្លាតវៃបំផុតឬមេធាវីល្អបំផុតវេជ្ជបណ្ឌិតល្អបំផុតអ្នកបួសដ៏ល្អបំផុតជាងដេរស្បែកជើងល្អបំផុតជាងឈើឬអ្វីផ្សេងទៀតបុរសនោះត្រូវបានគេស្វែងរកច្រើនបំផុតហើយតែងតែគ្រប់គ្រាន់ដើម្បីធ្វើក្នុងនាមជាប្រជាជាតិមួយជនជាតិអាមេរិកាំងគឺហួសហេតុពេកពួកគេខិតខំដើម្បីក្លាយជាអ្នកមានយ៉ាងឆាប់រហ័សហើយជាទូទៅមិនធ្វើអាជីវកម្មរបស់ពួកគេឲ្យបានច្បាស់លាស់និងហ្មត់ចត់ដូចដែលពួកគេគួរនោះទេប៉ុន្តែអ្នកណាដែលពូកែជាងអ្នកដទៃទាំងអស់ក្នុងជួររបស់គាត់ប្រសិនបើទម្លាប់របស់គាត់ល្អនិងភាពស្មោះត្រង់របស់គាត់ដោយមិនសង្ស័យ
មិនអាចបរាជ័យក្នុងការទទួលបាន patronage ច្រើនក្រៃលែងនិងទ្រព្យសម្បត្តិដែលតាមធម្មជាតិចូលឲ្យ voucher របស់អ្នកក្លាយជា Excelsior ជានិច្ចពីព្រោះការរស់នៅតាមវាគ្មានពាក្យថាបរាជ័យនោះទេរៀនអ្វីមួយដែលមានប្រយោជន៍បុរសគ្រប់រូបគួរតែធ្វើឲ្យកូនប្រុសស្រីរបស់គាត់រៀនជំនួញឬវិជ្ជាជីវៈដែលមានប្រយោជន៍ខ្លះទើបក្នុងថ្ងៃនៃការផ្លាស់ប្ដូរជោគវាសនាក្លាយជាអ្នកមានទៅថ្ងៃក្រោយនិងអ្នកក្រនៅថ្ងៃស្អែកពួកគេអាចនឹងមានអ្វីកើតឡើងវិញការផ្ដល់នេះអាចសង្គ្រោះមនុស្សជាច្រើនឲ្យរួចផុតពីទុក្ខវេទនាដែលទ្រព្យសម្បត្តិដែលមិនបានរំពឹងទុកបានបាត់បង់គ្រប់មធ្យោបាយរបស់ពួកគេទុកឲ្យក្តីសង្ឃឹមទុកជាមុនប៉ុន្តែកុំមានចក្ខុវិស័យពេកមនុស្សជាច្រើនតែងតែរក្សាភាពក្រីក្រដោយសារតែពួកគេមានចក្ខុវិស័យពេកគម្រោងនេះមួយមើលទៅពួកគេដូចជាជោគជ័យជាក់លាក់ហេតុដូច្នេះហើយពួកគេបន្តផ្លាស់ប្ដូរពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតតែងតែនៅក្នុងទឹកក្តៅតែងតែអ៊ូនៅក្រោមរនាំងពូផែនការគោរពកូនមាន់មុនពេលវិញ្ញាណគឺជាកំហុសនៃការបរិច្ឆេទបុរាណប៉ុន្តែវាហាក់ដូចជាមិនមានភាពប្រសើរឡើងតាមអាយុទេកុំខ្ចាត់ខ្ចាយអំណាចរបស់អ្នកចូលរួមក្នុងអាជីវកម្មប្រភេទមួយតែប៉ុណ្ណោះហើយប្រកាន់ខ្ជាប់វាដោយស្មោះត្រង់រហូតដល់អ្នកជោគជ័យឬរហូតដល់បទពិសោធន៍របស់អ្នកបង្ហាញថាអ្នកគួរតែបោះបង់វាចោលការញួរជាប់នឹងក្រចកមួយជាទូទៅនឹងជំរុញវាទៅផ្ទះនៅទីបំផុតដូច្នេះវាអាចត្រូវបានគៀបនៅពេលដែលការយកចិត្តទុកដាក់មិនបែងចែករបស់បុរសគឺផ្ដោតលើវត្ថុមួយចិត្តរបស់គាត់នឹងតែងតែផ្ដល់យោបល់ឲ្យប្រសើរឡើងនៅតម្លៃដែលនឹងគេចផុតពីគាត់ប្រសិនបើខួរក្បាលរបស់គាត់ត្រូវបានកាន់កាប់ដោយប្រធានបទផ្សេងគ្នាជាច្រើនក្នុងពេលតែមួយទ្រព្យសម្បត្តិជាច្រើនបានរអិលលើម្រាមដៃរបស់បុរសម្នាក់ដោយសារតែគាត់បានចូលរួមក្នុងការងារច្រើនពេកក្នុងពេលតែមួយមានសតិនិយមក្នុងការប្រុងប្រយ័ត្នចាស់ប្រឆាំងនឹងការមានជាតិដែកច្រើនពេកនៅក្នុងភ្លើងក្នុងពេលតែមួយคล้ายជាប្រព័ន្ធបុរសគួរតែមានប្រព័ន្ធនៅក្នុងអាជីវកម្មរបស់ពួកគេបុគ្គលដែលធ្វើជំនួញដោយច្បាប់មានពេលវេលានិងទីកន្លែងសម្រាប់អ្វីគ្រប់យ៉ាងធ្វើកិច្ចការទាន់ពេលនោះនឹងសម្រេចបានទ្វេដងហើយនឹងជួបបញ្ហាពាក់កណ្ដាលនៃអ្នកដែលធ្វើដោយធ្វេសប្រហែសហើយរអិលតាមរយៈការណែនាំប្រព័ន្ធទៅក្នុងប្រតិបត្តិការទាំងអស់របស់អ្នកធ្វើរឿងមួយក្នុងពេលតែមួយតែងតែជួបការណាត់ជួបជាមួយពេលវេលាត្រឹមត្រូវអ្នកស្វែងរកការលំហែសម្រាប់ល្បែងកម្សាន្តនិងការកម្សាន្តចំណែកបុរសដែលធ្វើតែពាក់កណ្ដាលធ្វើកិច្ចការមួយរួចបែរទៅធ្វើអ្វីមួយទៀតហើយពាក់កណ្ដាលធ្វើកិច្ចការនោះនឹងរើបញ្ចប់ហើយនឹងមិនដឹងថាពេលណាការងារប្រចាំថ្ងៃរបស់ខ្លួនត្រូវបានធ្វើនោះទេព្រោះមិនដែលសម្រេចឡើយជាការពិតណាស់មានដែនកំណត់ចំពោះច្បាប់ទាំងអស់នេះយើងត្រូវតែព្យាយាមរក្សាមធ្យោបាយដែលមានសុភមង្គលព្រោះវាមានលក្ខណៈជាប្រព័ន្ធពេកជាឧទាហរណ៍មានបុរសនិងស្ត្រីដែលបោះចោលរបស់របរដោយប្រយ័ត្នប្រយែងរហូតមិនអាចរកវាឃើញម្ដងទៀតវាច្រើនពេកដូចជាទម្រង់កខ្សែអាត់ក្រហមនៅ Washington ហើយការិយាល័យ Circumlocution គឺរបស់លោក Dickens ទ្រឹស្ដីទាំងអស់នឹងគ្មានលទ្ធផលនៅពេលដែល Quaster House ត្រូវបានចាប់ផ្ដើមដំបូងនៅក្នុងទីក្រុងញូវយ៉កវាពិតជាសន្តាគារដ៏ល្អបំផុតនៅក្នុងប្រទេសម្ចាស់កម្មសិទ្ធិបានរៀនពីកិច្ចព្រមព្រៀងដ៏ល្អមួយនៅអឺរ៉ុបទាក់ទងនឹងសន្តាគារហើយម្ចាស់ផ្ទះមានមោទនភាពចំពោះប្រព័ន្ធរឹងដែលសាយភីគ្រប់ផ្នែកនៃគ្រឹះស្ថានដ៏អស្ចារ្យរបស់ពួកគេលុះម៉ោង 12 យប់បានមកដល់ហើយមានភ្ញៀវជាច្រើននៅជុំវិញនោះម្ចាស់ម្នាក់នឹងនិយាយថាប៉ះកណ្ដឹងនោះចន់ហើយក្នុងរយៈពេល 2 នាទីអ្នកបម្រើ 60 នាក់កាន់ធុងទឹកមួយនៅក្នុងដៃនីមួយនិងបង្ហាញខ្លួននៅក្នុងសាលម្ចាស់ផ្ទះបាននិយាយថានេះគឺជាកណ្ដឹងលើងរបស់យើងវានឹងបង្ហាញថាយើងមានសុវត្ថិភាពនៅទីនេះយើងធ្វើអ្វីគ្រប់យ៉ាងជាប្រព័ន្ធនេះគឺមុនពេលទឹក Croydon ត្រូវបានណែនាំទៅក្នុងទីក្រុងប៉ុន្តែពេលខ្លះពួកគេប្រើប្រព័ន្ធរបស់ពួកគេឆ្ងាយពេកមានគ្រាមួយនៅពេលដែលសន្តាគារមានភ្ញៀវមកច្រើនអ្នករត់ទៅម្នាក់ស្រាប់តែវង្វេងស្មារតីហើយទោះបីជាមានអ្នករត់ទៅ 50 នាក់នៅក្នុងសន្តាគារក៏ដោយម្ចាស់ផ្ទះគិតថាគាត់ត្រូវតែបំពេញបន្ថែមរបស់គាត់បើមិនដូច្នេះទេគឺប្រព័ន្ធគោរបស់គាត់នឹងត្រូវបានរំខានមុនពេលបាយល្ងាចគាត់ប្រញាប់ចុះតាមជណ្ដើរហើយនិយាយថាបើត្រូវមានអ្នករត់ទៅម្នាក់ទៀតខ្ញុំជាអ្នករត់ទៅម្នាក់ខ្លីតើខ្ញុំអាចធ្វើអ្វីបានគាត់បានឃើញ Gooboots ដែលជាជនជាតិអ៊ីរឡង់គឺផេតគាត់បាននិយាយថាគឺលាងដៃនឹងមុខរបស់អ្នកយកអាវផាយពណ៌ស្នុះមកបន្ទប់បរិភោគអាហារក្នុងរយៈពេល 5 នាទីបច្ចុប្បន្នផាតបានបង្ហាញខ្លួនតាមតម្រូវការហើយម្ចាស់បាននិយាយថាឥឡូវនេះផាតអ្នកត្រូវតែឈរនៅពីក្រោយកៅអីទាំងពីរនេះហើយរងចាំសុភាពបុរសដែលនឹងកាន់កាប់ពួកគេតើអ្នកធ្លាប់ធ្វើជាអ្នករត់ទៅទេខ្ញុំដឹងទាំងអស់អំពីវាប៉ុន្តែខ្ញុំមិនដែលធ្វើវាទេដូចអ្នកបើកយន្តហោះជនជាតិអ៊ីរឡង់មានពេលមួយពេលដែលប្រធានក្រុមគិតថាគាត់ចេញពីវគ្គសិក្សារបស់គាត់បានសួរថាតើអ្នកប្រកាសទេថាអ្នកយល់ពីអ្វីដែលអ្នកកំពុងធ្វើផាតបានឆ្លើយតបថាក៏ប្រកាសហើយខ្ញុំស្គាល់គ្រប់រកនៅក្នុងប៉ុស្តិ៍រំពេចនោះក៏បន្ទុះក៏បានគប់កប៉ាល់ទល់នឹងថ្មអ្នកបើកយន្តហោះបានបន្តថាវ៉ា
Behaviors ហើយនោះគឺជារឿងមួយក្នុងចំណោមពួកគេក៏ប៉ុន្តែដើម្បីត្រឡប់ទៅបន្ទប់បរិភោគអាហារម្ចាស់ផ្ទះបាននិយាយថានៅទីនេះយើងធ្វើអ្វីគ្រប់យ៉ាងជាប្រព័ន្ធដំបូងអ្នកត្រូវផ្ដល់ស៊ុបឲ្យសុភាពបុរសម្នាក់ហើយនៅពេលពួកគេបញ្ចប់សួរពួកគេថាតើពួកគេនឹងមានអ្វីបន្ទាប់ទៀតផាតបានឆ្លើយតបថាវ៉ាខ្ញុំយល់យ៉ាងល្អឥតខ្ចោះនៅគុណវុឌ្ឍរបស់ System មិនយូរប៉ុន្មានភ្ញៀវបានមកចានស៊ុបត្រូវបានដាក់នៅពីមុខពួកគេសុភាពបុរស2នាក់របស់ផាតម្នាក់បានញ៉ាំស៊ុបរបស់គាត់ម្នាក់ទៀតមិនខ្វល់ពីវាទេគាត់និយាយថាអ្នករត់ទៅយកចាននេះទៅយកត្រីមកឲ្យខ្ញុំផាត់សម្លឹងមើលចានស៊ុបដែលមិនមានរសជាតិហើយនឹកឃើញការណែនាំរបស់ម្ចាស់ផ្ទះតាក់ទងនឹងក៏ប្រព័ន្ធឆ្លើយថាដើមបន្តតែអ្នកបានញ៉ាំស៊ុបទេជាការពិតនោះកំពុងអនុវត្តប្រព័ន្ធក៏ឆ្ងាយពេកអានកាសែតតែងតែយកកាសែតដែលអាចទុកចិត្តបានហើយដូច្នេះត្រូវបិទផ្សាយយ៉ាងហ្មត់ចត់តាក់ទងនឹងប្រតិបត្តិការរបស់ពិភពលោកអ្នកណាដែលគ្មានកាសែតត្រូវកាត់ចេញពីពូជរបស់គាត់នៅក្នុងថ្ងៃនៃតួលេខនិងចំហាយនេះការច្នៃប្រឌិតនិងការកែម្អសំខាន់ជាច្រើននៅក្នុងគ្រប់សាខានៃពាណិជ្ជកម្មកំពុងត្រូវបានបង្កើតឡើងហើយអ្នកដែលមិនបានពិគ្រោះជាមួយសារព័ត៌មាននឹងឃើញខ្លួនឯងនិងអាជីវកម្មរបស់គាត់មិនយូរមិនឆាប់ប្រយ័ត្នចំពោះគឺប្រតិបត្តិការខាងក្រៅជួនកាលយើងឃើញបុរសដែលទទួលបានលាភសំណាងភ្លាមคล้ายជាអ្នកក្រក្នុងករណីជាច្រើនវាកើតចេញពីការមិនអត់ធ្មត់ហើយជាញឹកញាប់មកពីការលេងហ្គេមនិងទម្លាប់អាក្រក់ផ្សេងទៀតជារឿយវាកើតឡើងដោយសារតែបុរសម្នាក់បានចូលរួមក្នុងប្រតិបត្តិការខាងក្រៅនៃប្រភេទមួយចំនួននៅពេលដែលគាត់ក្លាយជាអ្នកមាននៅក្នុងអាជីវកម្មស្របច្បាប់របស់គាត់ត្រូវបានគេប្រាប់ពីការរំពឹងទុកដ៏ធំដែលគាត់អាចរកបានពិន្ទុរាប់ពាន់គាត់ត្រូវបានគេសរសើរឥតឈប់ឈរដោយមិត្តភ័ក្តិរបស់គាត់ដែលប្រាប់គាត់ថាគាត់កើតមកមានសំណាងដែលអ្វីគ្រប់យ៉ាងដែលគាត់បានប៉ះប្រែទៅជាមាសឥឡូវនេះប្រសិនបើគាត់ភ្លេចថាទម្លាប់សន្សំសំចៃរបស់គាត់អាកប្បកិរិយារបស់គាត់និងការយកចិត្តទុកដាក់ផ្ទាល់លួនចំពោះអាជីវកម្មដែលគាត់យល់បានបណ្ដាលឲ្យគាត់ទទួលបានជោគជ័យក្នុងជីវិតគាត់នឹងស្ដាប់សំឡេងស៊ីរ៉ែនគាត់និយាយថាខ្ញុំនឹងដាក់ប្រាក់$20,000ខ្ញុំមានសំណាងហើយសំណាងរបស់ខ្ញុំនឹងនាំខ្ញុំមកវិញឆាប់$60,000ប៉ុន្មានថ្ងៃកន្លងផុតទៅក៏ត្រូវរកឃើញថាគាត់ត្រូវដាក់ប្រាក់$10,000បន្ថែមទៀតភ្លាមបន្ទាប់ពីគាត់ត្រូវបានគេប្រាប់ថាឌឺមិនអីទេក៏ប៉ុន្តែរឿងខ្លះមិនបានទីទុកជាមុនទេគឺទាមទារប្រាក់ជាមុន$20,000បន្ថែមទៀតដែលនឹងនាំឲ្យគាត់ក្លាយជាអ្នកមានការប្រមូលផលប៉ុន្តែមុននឹងដល់ពេលដឹងពុះក៏ផ្ទុះឡើងបាត់បង់អ្វីទាំងអស់ដែលគាត់មានហើយបន្ទាប់មកគាត់រៀនពីអ្វីដែលគាត់គួរតែដឹងនៅពេលដំបូងថាទោះជាបុរសជោគជ័យអាចនៅក្នុងអាជីវកម្មរបស់គាត់ក៏ដោយប្រសិនបើគាត់ប្រែក្លាយពីនោះហើយធ្វើជំនួញដែលគាត់មិនយល់គាត់ប្រៀបដូចជាសាំសុននៅពេលដែលគេកាច់សោកម្លាំងរបស់គាត់បានរលត់ទៅហើយគាត់ក៏ដូចជាអ្នកឯទៀតប្រសិនបើបុរសម្នាក់មានលុយច្រើនគាត់គួរតែវិនិយោគអ្វីមួយនៅក្នុងអ្វីគ្រប់យ៉ាងដែលហាក់ដូចជាសន្យាថានឹងទទួលបានជោគជ័យហើយនោះប្រហែលជាមានប្រយោជន៍ដល់មនុស្សជាតិប៉ុន្តែសូមឲ្យផលបូកដែលគេវិនិយោគនោះមានចំនួនល្មមហើយកុំឲ្យបុរសល្ងីល្ងើបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិដែលខ្លួនរកបានដោយស្របច្បាប់ដោយវិនិយោគលើវត្ថុដែលខ្លួនគ្មានបទពិសោធន៍កុំប្រងើយកន្តើយដោយគ្មានសុវត្ថិភាពខ្ញុំប្រកាន់ថាគ្មានអ្នកណាម្នាក់ដែលមិនគួរធ្វើអត្ថាធិប្បាយឬក្លាយជាសន្តិសុខឡើយសម្រាប់បុរសណាក៏ដោយមិនថាជាឪពុកឬបងប្រុសរបស់គាត់ដល់កម្រិតធំជាងគាត់អាចមានលទ្ធភាពបាត់បង់និងខ្វល់ខ្វាយអ្វីទាំងអស់ដោយមិនយកសន្តិសុខល្អនោះទេនេះជាបុរសម្នាក់ដែលមានតម្លៃ$20,000គាត់កំពុងធ្វើការផលិតឬពាណិជ្ជកម្មដែលរីកចម្រើនអ្នកបានចូលនិវត្តន៍ហើយរស់នៅដោយប្រាក់របស់អ្នកគាត់មករកអ្នកហើយនិយាយថាអ្នកដឹងទេថាខ្ញុំមានតម្លៃ$20,000ហើយមិនជំពាក់$1ទេប្រសិនបើខ្ញុំមានលុយ$5,000ខ្ញុំអាចទិញទំនិញបានច្រើនហើយលុយរបស់ខ្ញុំ2ដងក្នុងរយៈពេល2-3ខែតើអ្នកនឹង endorse កំណត់ត្រារបស់ខ្ញុំសម្រាប់ចំនួននោះអ្នកឆ្លុះបញ្ចាំងថាគាត់មានតម្លៃ$20,000ហើយអ្នកគ្មានហានិភ័យដោយការយល់ព្រមលើកំណត់ត្រារបស់គាត់ទេអ្នកចូលចិត្តស្នាក់នៅគាត់ហើយអ្នកឲ្យខ្ចីឈ្មោះរបស់អ្នកដោយមិនមានការប្រុងប្រយ័ត្នក្នុងការទទួលបានសុវត្ថិភាពមិនយូរប៉ុន្មានគាត់បង្ហាញអ្នកនៅកំណត់ត្រាជាមួយនឹងការយល់ព្រមរបស់អ្នកដែលត្រូវបានលុបចោលហើយប្រាប់អ្នកថាគាត់បានរកប្រាក់ចំណេញដែលគាត់បានរំពឹងទុកដោយប្រតិបត្តិការគឺអ្នកឆ្លុះបញ្ចាំងថាអ្នកបានធ្វើអំពើល្អហើយគំនិតធ្វើឲ្យអ្នកមានអារម្មណ៍ថារីករាយដោយនឹងដោយរឿងដែលកើតឡើងម្ដងទៀតហើយអ្នកធ្វើវាម្ដងទៀតនោះបានជួសជុលចំណាប់អារម្មណ៍នៅក្នុងចិត្តរបស់អ្នករួចហើយថាវាមានសុវត្ថិភាពឥតខ្ចោះក្នុងការបញ្ចូលកំណត់ត្រារបស់គាត់ដោយគ្មានសុវត្ថិភាពប៉ុន្តែបញ្ហាគឺបុរសម្នាក់នេះទទួលបានលុយយ៉ាងងាយពេកគាត់គ្រាន់តែយកក្រដាសប្រាក់របស់អ្នកទៅធនាគារទទួលបានការបញ្ចុះតម្លៃនិងយកសាច់ប្រាក់គាត់ទទួលបានប្រាក់សម្រាប់ពេលនេះគឺដោយគ្មានការខិតខំប្រឹងប្រែង
ដោយមិនមានការរអាក់រអួលចំពោះខ្លួនគាត់ឥឡូវសម្គាល់លទ្ធផលគាត់មើលឃើញឱកាសសម្រាប់ការរំពឹងទុកនៅខាងក្រៅអាជីវកម្មរបស់គាត់ការវិនិយោគបណ្ដោះអាសន្នត្រឹមតែ10,000ប៉ុណ្ណោះគឺទាមទារវាប្រកាសណាស់ថានឹងត្រឡប់មកវិញមុនពេលកំណត់ចំណាំនៅធនាគារនឹងមកដល់គាត់ដាក់កំណត់ចំណាំសម្រាប់ចំនួននោះនៅចំពោះមុខអ្នកចុះហត្ថលេខាលើវាស្ទើរតែមេកានិកការជឿជាក់យ៉ាងមុតមមថាមិត្តរបស់អ្នកទទួលខុសត្រូវនិងគួរឲ្យទុកចិត្តអ្នកបញ្ចូលកំណត់ត្រារបស់គាត់ជាបញ្ហាជាអកុសលការស្មានមិនដល់ភ្លាមដោយការរំពឹងទុកទេហើយក្រដាសប្រាក់$10,000ទៀតត្រូវតែបញ្ចុះតម្លៃដើម្បីទទួលយកសัญลักษณ์ចុងក្រោយនៅពេលដល់កំណត់មុនពេលកំណត់សម្គាល់នេះពេញវ័យការប៉ាន់ស្មានបានបង្ហាញពីការបរាជ័យទាំងស្រុងហើយប្រាក់ទាំងអស់ត្រូវបានបាត់បង់តើអ្នកចាញ់ប្រាប់មិត្តភ័ក្តិរបស់គាត់ដែលជាអ្នកគាំទ្រថាគាត់បានបាត់បង់ទ្រព្យសម្បត្តិពាក់កណ្ដាលមិនមែនតតែសោះគាត់មិនទាំងនិយាយថាគាត់បានស្មានតតែសោះប៉ុន្តែគាត់បានរំភើបស្មារតីនៃការរំពឹងទុកបានចាប់គាត់ឃើញអ្នកផ្សេងទៀតរកលុយបានច្រើនតាមរបៀបនេះយើងកម្រោយអ្នកចាញ់ហើយដូចអ្នកប៉ាន់ស្មានផ្សេងទៀតគាត់គឺស្វែងរកលុយរបស់គាត់កន្លែងដែលគាត់បាត់បង់គាត់ព្យាយាមម្ដងទៀតកំណត់ត្រាគាំទ្របានคล้ายទៅជារ៉ាំរ៉ៃជាមួយអ្នកហើយរាល់ការខាតបង់គាត់ទទួលបានហត្ថលេខារបស់អ្នកសម្រាប់ចំនួនទឹកប្រាក់ដែលគាត់ចង់បានទីបំផុតអ្នកដឹងថាមិត្តរបស់អ្នកបានបាត់បង់ទ្រព្យសម្បត្តិរបស់គាត់និងទ្រព្យសម្បត្តិរបស់អ្នកទាំងអស់អ្នកស្រឡាងកាំងនឹងភាពតក់ស្លុតនិងទុកព្រួយហើយអ្នកនិយាយថាវាពិបាកណាស់មិត្តរបស់ខ្ញុំនៅទីនេះបានបំផ្លាញខ្ញុំប៉ុន្តែអ្នកគួរតែបន្ថែមថាក៏ខ្ញុំក៏បានបំផ្លាញគាត់ដែរប្រសិនបើលោកបាននិយាយកាលពីដើមថាក៏ខ្ញុំនឹងស្នាក់នៅអ្នកប៉ុន្តែខ្ញុំមិនដែលប្រងើយកន្តើយដោយមិនមានសន្តិសុខគ្រប់គ្រាន់ទេគាត់មិនអាចហួសពីប្រវែងខ្សែរបស់គាត់បានទេហើយគាត់នឹងមិនដែលត្រូវបានលបួងឲ្យឆ្ងាយពីអាជីវកម្មស្របច្បាប់របស់គាត់ឡើយវាជារឿងដ៏គ្រោះថ្នាក់ណាស់ដូច្នេះហើយនៅពេលណាក៏ដោយដែលអនុញ្ញាតឲ្យមនុស្សទទួលបានប្រាក់យ៉ាងងាយស្រួលពេកវាលបួងពួកគេឲ្យមានការរំពឹងទុកដ៏គ្រោះថ្នាក់ប្រសិនបើគ្មានអ្វីទៀតទេសាឡូមោនបាននិយាយយ៉ាងពិតថាអ្នកណាដែលស្អប់ការធានាប្រកាសជាប្រកាសហើយដូច្នេះជាមួយនឹងបុរសវ័យក្មេងចាប់ផ្ដើមនៅក្នុងអាជីវកម្មឲ្យគាត់យល់ពីតម្លៃនៃប្រាក់ដោយរកវានៅពេលដែលគាត់យល់ពីតម្លៃរបស់វានោះត្រូវលាបខ្លាញ់កង់បន្តិចក្នុងការជួយគាត់ក្នុងការចាប់ផ្ដើមអាជីវកម្មប៉ុន្តែត្រូវចាំថាបុរសដែលរកបានលុយជាមួយនឹងគ្រឿងបរិក្ខារដ៏អស្ចារ្យពេកជាធម្មតាមិនអាចជោគជ័យបានទេអ្នកត្រូវតែទទួលបានប្រាក់ដុល្លារដំបូងដោយការគូសខ្លាំងហើយការលះបង់ខ្លះដើម្បីដឹងតម្លៃនៃប្រាក់ដុល្លារទាំងនោះផ្សាយពាណិជ្ជកម្មរបស់អ្នកយើងទាំងអស់គ្នាពឹងផ្អែកច្រើនឬតិចលើសាធារណជនសម្រាប់ការគាំទ្ររបស់យើងទាំងអស់គ្នាធ្វើពាណិជ្ជកម្មជាមួយសាធារណជនមេធាវីវិជ្ជបណ្ឌិតជាងកាត់ស្បែកជើងសិល្បករជាងដែកអ្នកសម្ដែងល្ខោនអូប៉េរ៉ាប្រធានផ្លូវដែកនិងសាស្ត្រាចារ្យមហាវិទ្យាល័យអ្នកដែលដោះស្រាយជាសាធារណៈត្រូវប្រយ័ត្នថាទំនិញរបស់ខ្លួនមានតម្លៃថាពួកគេពិតប្រាកដហើយនឹងផ្ដល់នូវការពេញចិត្តនៅពេលអ្នកទទួលបានអត្ថបទដែលអ្នកដឹងថានឹងផ្គប់ចិត្តអតិថិជនរបស់អ្នកហើយថានៅពេលដែលពួកគេបានសាកល្បងវាពួកគេនឹងមានអារម្មណ៍ថាពួកគេមានតម្លៃលុយរបស់ពួកគេបន្ទាប់មកសូមឲ្យការពិតដែលថាអ្នកបានទទួលវាសូមប្រយ័ត្នក្នុងការផ្សាយពាណិជ្ជកម្មក្នុងទម្រង់ខ្លះឬផ្សេងទៀតព្រោះវាបង្ហាញឲ្យឃើញថាប្រសិនបើបុរសណាម្នាក់ធ្លាប់មានអត្ថបទល្អសម្រាប់លក់ហើយគ្មាននរណាម្នាក់ដឹងទេវានឹងនាំឲ្យគាត់មិនត្រឡប់មកវិញនៅក្នុងប្រទេសបែបនេះដែលស្ទើរតែគ្រប់គ្នាបានអានហើយជាកន្លែងដែលកាសែតចេញនិងផ្សព្វផ្សាយជាចំនួន5000ទៅ200,000វាពិតជាមិនសមហេតុផលណាស់ប្រសិនបើប៉ុស្តិ៍នេះមិនត្រូវបានទាញយកប្រយោជន៍ពីការផ្សព្វផ្សាយដល់សាធារណជនកាសែតមួយចូលទៅក្នុងគ្រួសារហើយត្រូវបានអានដោយប្រពន្ធនិងកូនក៏ដូចជាមេផ្ទះដូច្នេះមនុស្សរាប់រយរាប់ពាន់នាក់អាចអានការផ្សាយពាណិជ្ជកម្មរបស់អ្នកខណៈពេលដែលអ្នកកំពុងចូលរួមក្នុងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកប្រហែលជាមនុស្សជាច្រើនអានវានៅពេលអ្នកកំពុងគេងទស្សនវិជ្ជាទាំងមូលនៃជីវិតគឺដំបូងកូរសាប់ព្រោះបន្ទាប់មកច្រូតនោះហើយជារបៀបដែលកសិករធ្វើគាត់ដាំដំឡូងនិងពោតហើយសាប់ព្រោះគ្រាប់ធេងជាតិរបស់គាត់ហើយបន្ទាប់មកគាត់ទៅធ្វើអ្វីផ្សេងទៀតហើយដល់ពេលគាត់ច្រូតកាត់ប៉ុន្តែគាត់មិនដែលច្រូតកាត់មុនទេហើយសាប់ក្រោយទៀតគោលការណ៍នេះអនុវត្តចំពោះអាជីវកម្មគ្រប់ប្រភេទហើយគ្មានអ្វីលេចធ្លោជាងការផ្សាយពាណិជ្ជកម្មនោះទេប្រសិនបើបុរសម្នាក់មានអត្ថបទពិតប្រាកដនោះគ្មានវិធីណាដែលគាត់អាចប្រមូលផលបានច្រើនជាងការកូរសាប់ព្រោះជាសាធារណៈតាមរបៀបនេះឡើយជាការពិតណាស់គាត់ត្រូវតែមានអត្ថបទដ៏ល្អមួយដែលនឹងត្រូវចិត្តអតិថិជនរបស់គាត់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងមិនទទួលបានជោគជ័យជាអចិន្ត្រៃយ៍ដោយសារតែសាធារណជនមានប្រាជ្ញាជាងការគិតជាច្រើនបុរសនិងស្ត្រីមានភាពអាត្មានិយមហើយយើងទាំងអស់គ្នាចូលចិត្តទិញកន្លែងដែលយើងអាចទទួលបានច្រើនបំផុតសម្រាប់ប្រាក់របស់យើងហើយយើងព្យាយាមរកឲ្យឃើញកន្លែងដែលយើងអាចធ្វើដូច្នេះបានអ្នកអាចផ្សាយពាណិជ្ជកម្មអត្ថបទដែលបំផ្លៃហើយជំរុញមនុស្សជាច្រើនឲ្យហៅទិញម្ដងប៉ុន្តែពួកគេនឹងបរិហារអ្នកថាជាអ្នកក្លែងបន្លំនិងបោកប្រាស់
ហើយអាជីវកម្មរបស់អ្នកនឹងរលាយបាត់បន្តិចម្ដងហើយទុកឲ្យអ្នកក៏នេះជាការត្រឹមត្រូវមានមនុស្សតិចណាស់ដែលអាចពឹងពាក់បានដោយសុវត្ថិភាពតាមទម្លាប់នៃឱកាសអ្នកទាំងអស់គ្នាត្រូវតែឲ្យអតិថិជនរបស់អ្នកត្រឡប់មកវិញហើយទិញម្ដងទៀតមានបុរសម្នាក់និយាយមកខ្ញុំថាក៏ខ្ញុំបានព្យាយាមផ្សាយពាណិជ្ជកម្មហើយមិនបានជោគជ័យប៉ុន្តែខ្ញុំមានអត្ថបទល្អមួយខ្ញុំបានឆ្លើយថាលោកមិត្តរបស់ខ្ញុំប្រហែលជាមានការលើកលែងចំពោះច្បាប់ទូទៅប៉ុន្តែតើអ្នកផ្សាយពាណិជ្ជកម្មដោយរបៀបណាខ្ញុំបានដាក់វាក្នុងកាសែតប្រចាំសប្តាហ៍3ដងហើយបានបង់ប្រាក់$1.5សម្រាប់វាខ្ញុំបានឆ្លើយថាលោកម្ចាស់ការផ្សាយពាណិជ្ជកម្មគឺដូចជាការរៀនបន្តិចគឺជារឿងគ្រោះថ្នាក់អ្នកនិពន្ធជនជាតិបារាំងម្នាក់និយាយថាអ្នកអានកាសែតមិនឃើញការលើកឡើងដំបូងនៃការផ្សាយពាណិជ្ជកម្មធម្មតាទេសិលាចារឹកទី2គាត់ឃើញប៉ុន្តែមិនអានទេសិលាចារឹកទី3គាត់អានសិលាចារឹកទី4គាត់មើលតម្លៃសិលាចារឹកទី5គាត់និយាយប្រាប់ប្រពន្ធរបស់គាត់សិលាចារឹកទី6គាត់ត្រៀមខ្លួនទិញហើយសិលាចារឹកទី7គាត់ទិញកម្មវត្ថុរបស់អ្នកក្នុងការផ្សាយពាណិជ្ជកម្មគឺធ្វើឲ្យសាធារណជនយល់ពីអ្វីដែលអ្នកត្រូវលក់ហើយប្រសិនបើអ្នកមិនមានលទ្ធភាពបន្តការផ្សាយពាណិជ្ជកម្មទេរហូតដល់អ្នកបានចែកចាយព័ត៌មាននោះលុយទាំងអស់ដែលអ្នកបានចំណាយនឹងត្រូវបាត់បង់អ្នកប្រៀបដូចជាអ្នកដែលប្រាប់សុភាពបុរសថាបើគាត់ឲ្យ$10សេនវានឹងជួយគាត់$1តាខ្ញុំអាចជួយអ្នកដោយរបៀបណាជាមួយចំនួនតិចតួចសួរបុរសដោយភ្ញាក់ផ្អើលក៏ខ្ញុំចាប់ផ្ដើមនៅព្រឹកនេះច្រើនអ្នករួមការងារដោយមានការតាំងចិត្តយ៉ាងពេញទំហឹងដើម្បីស្រវឹងហើយខ្ញុំបានចំណាយប្រាក់ត្រឹមតែ$1របស់ខ្ញុំដើម្បីសម្រេចវត្ថុនោះហើយវាមិនបានសម្រេចសោះហើយតាមវិធីនេះខ្ញុំគួរសន្សំប្រាក់$ដែលបានចំណាយរួចហើយដូច្នេះបុរសម្នាក់ដែលផ្សាយពាណិជ្ជកម្មត្រូវតែរក្សាវារហូតទាល់តែសាធារណជនដឹងថាគាត់ជានរណានិងអ្វីហើយអាជីវកម្មរបស់គាត់ជាអ្វីបើមិនដូច្នោះទេលុយដែលវិនិយោគលើការផ្សាយពាណិជ្ជកម្មត្រូវបាត់បង់បុរសខ្លះមានទេពកោសល្យពិសេសសម្រាប់ការសរសេរផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញដែលនឹងចាប់អារម្មណ៍អ្នកអានពេលឃើញដំបូងការពិតនេះផ្ដល់ឲ្យអ្នកផ្សាយនូវអត្ថប្រយោជន៍ដ៏អស្ចារ្យពេលខ្លះបុរសម្នាក់ធ្វើឲ្យខ្លួនគាត់ពេញនិយមដោយសញ្ញាប្លែកឬការបង្ហាញចង់ដឹងចង់ឃើញនៅក្នុងបង្អួចរបស់គាត់ថ្មីនេះខ្ញុំបានសង្កេតឃើញស្លាកសញ្ញាយោដែលលាតសន្ធឹងលើចិញ្ចើមផ្លូវនៅមុខហាងមួយដែលជាសិលាចារឹកជាអក្សរធម្មតាកុំអានផ្នែកម្ខាងទៀតជាការពិតណាស់ខ្ញុំបានធ្វើឲ្យអ្នកផ្សេងទៀតក៏ដូចគ្នាដែរហើយខ្ញុំបានដឹងថាបុរសនោះបានបង្កើតឯករាជ្យទាំងអស់ដោយដំបូងតាក់ទាញសាធារណជនឲ្យមករកអាជីវកម្មរបស់គាត់តាមវិធីនោះហើយបន្ទាប់មកប្រើប្រាស់អតិថិជនរបស់គាត់ឲ្យបានល្អនៅពេលក្រោយJenin ដែលជាអ្នកស្អប់បានទិញសំបុត្រ Jenny Line ដំបូងនៅឯការដេញថ្លៃក្នុងតម្លៃ$225ដោយសារតែគាត់ដឹងថាវានឹងជាការផ្សាយពាណិជ្ជកម្មដ៏ល្អសម្រាប់គាត់គឺអ្នកណាជាអ្នកដេញថ្លៃអ្នកដេញថ្លៃបាននិយាយថានៅពេលដែលគាត់បានទម្លាក់សំបុត្រនោះនៅ Castle Garden Jenin អ្នកស្អប់គឺជាការឆ្លើយតបនៅទីនេះមានមនុស្សរាប់ពាន់នាក់មកពីផ្លូវទី5និងមកពីទីក្រុងឆ្ងាយនៅក្នុងស្ថានីយ៍ខ្ពស់បំផុតក្នុងជីវិតតើ Jenin ជានរណាអ្នកស្អប់ពួកគេបានលាន់មាត់ពួកគេមិនធ្លាប់ពើពីគាត់ពីមុនមកទេនៅព្រឹកបន្ទាប់កាសែតនិងតេឡេក្រាមបានផ្សព្វផ្សាយការពិតពីរដ្ឋមេងទៅរដ្ឋតិចសាសហើយពី5ទៅ10លានអ្នកបានអានថាសំបុត្រដែលបានលក់នៅឯការដេញថ្លៃសម្រាប់ការប្រគំតន្ត្រីដំបូងរបស់ Jenny Line មានចំនួនប្រហែល$20,000ហើយសំបុត្រតែមួយគឺលក់ក្នុងតម្លៃ$225ទៅគឺ Jenin ដែលហារកបរោះនៅទូទាំងប្រទេសបានដោះមួករបស់ពួកគេដោយអចេតនាដើម្បីមើលថាតើពួកគេមានមួក Jeninនៅលើក្បាលរបស់ពួកគេដែរឬទេនៅឯទីក្រុងមួយក្នុងរដ្ឋ Hawaii គេបានរកឃើញថានៅក្នុងវងមនុស្សនៅជុំវិញការិយាល័យប្រៃសណីយ៍មានបុរសម្នាក់ដែលមានមួក Jenin ហើយគាត់បានបង្ហាញវាដោយជ័យជំនះទោះបីជាវាអស់ហើយមិនមានតម្លៃ2សេនក៏ដោយបុរសម្នាក់បានលាន់មាត់ថាហេតុអ្វីបានជាអ្នកមានមួក Jenin ពិតប្រាកដតើអ្នកមានសំណាងយ៉ាងណាបុរសម្នាក់ទៀតបាននិយាយថាទុកមួកនោះទៅវានឹងក្លាយជាអ្នកស្នងមរតកដ៏មានតម្លៃក្នុងគ្រួសាររបស់អ្នកនៅមានបុរសម្នាក់ទៀតនៅក្នុងហ្វូងមនុស្សដែលហាក់ដូចជាច្រណែននឹងអ្នកមានទ្រព្យសម្បត្តិដ៏ល្អនេះបាននិយាយថាដមកផ្ដល់ឱកាសឲ្យពួកយើងទាំងអស់គ្នាដាក់វានៅក្នុងការដេញថ្លៃគាត់ធ្វើអីចឹងហើយគេលក់ជាវត្ថុអនុស្សាវរីយ៍តម្លៃ$9.50សេនតើមានផលវិបាកយ៉ាងណាចំពោះលោកសង់ទីនគាត់បានលក់មួកបន្ថែម10,000មួកក្នុងមួយឆ្នាំដែលរយៈពេល6ឆ្នាំដំបូង9/10នៃអ្នកទិញបានទិញពីគាត់ប្រហែលជាដោយសារការចង់ដឹងចង់ឃើញហើយពួកគេជាច្រើនដែលបានរកឃើញថាគាត់បានផ្ដល់ឲ្យពួកគេនៅសម្មូលសម្រាប់ប្រាក់របស់ពួកគេបានក្លាយជាអតិថិជនធម្មតារបស់គាត់ការផ្សាយពាណិជ្ជកម្មប្រឡោមលោកនេះជាលើកដំបូងបានទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេហើយបន្ទាប់មកនៅពេលដែលគាត់បានបង្កើតអត្ថបទដ៏ល្អមួយពួកគេបានមកម្ដងទៀតឥឡូវនេះខ្ញុំមិននិយាយថាអ្នករាល់គ្នាគួរផ្សាយពាណិជ្ជកម្មដូចលោក Jenin ទេប៉ុន្តែខ្ញុំនិយាយថា
បើបុរសមានទំនិញសម្រាប់លក់ហើយគាត់មិនផ្សាយពាណិជ្ជកម្មដើមshowបាយណាមួយទេឱកាសគឺថ្ងៃណាមួយមន្ត្រីតម្រួតនឹងធ្វើវាឲ្យគាត់ខ្ញុំក៏មិននិយាយថាគ្រប់គ្នាត្រូវតែផ្សាយពាណិជ្ជកម្មក្នុងកាសែតឬពិតជាប្រើទឹកថ្នាំម៉ាស៊ីនបោះពុម្ពតតែសោះផ្ទុយទៅវិញទោះបីជាអត្ថបទនោះមិនអាចខ្វះបានក្នុងសំណុំរឿងភាគច្រើនក៏ដោយក៏គ្រូពេទ្យនិងបព្វជិតជួនកាលមេធាវីនិងខ្លះទៀតអាចផ្សព្វផ្សាយបានយ៉ាងមានប្រសិទ្ធភាពជាងចំពោះសាធារណជនក្នុងលក្ខណៈផ្សេងទៀតប៉ុន្តែវាច្បាស់ណាស់គេត្រូវតែដឹងតាមវិធីណាមួយបើមិនដូច្នេះទេតើគេអាចទទួលបានការគាំទ្រដោយរបៀបណាត្រូវមានសុជីវធម៌និងសប្បុរសចំពោះអតិថិជនរបស់អ្នកភាពគួរសមនិងភាពស៊ីវិល័យគឺជាដើមទុនដ៏ល្អបំផុតដែលមិនធ្លាប់មាននៅក្នុងអាជីវកម្មហាងធំផ្លាកសញ្ញាអក្ខរាវិរុទ្ធការផ្សាយពាណិជ្ជកម្មដែលកំពុងឆេះទាំងអស់នឹងបង្ហាញថាអ្នកមិនអាចប្រើបានប្រសិនបើអ្នកឬបុគ្គលិករបស់អ្នកប្រព្រឹត្តចំពោះអ្នកឧបត្ថម្ភរបស់អ្នកភ្លាមការពិតគឺថាមនុស្សប្រុសមានចិត្តល្អនិងសេរីកាន់តែច្រើននោះភាពសប្បុរសកាន់តែច្រើននឹងជាការឧបត្ថម្ភដល់គាត់ដូចជាចាប់ផ្ដើមដូចបុរសដែលផ្ដល់បរិមាណដ៏ធំបំផុតនៃទំនិញនៃគុណភាពដែលត្រូវគ្នាសម្រាប់ផលបូកតិចបំផុតនៅតែរក្សាប្រាក់ចំណេញសម្រាប់ខ្លួនគាត់ជាទូទៅនឹងទទួលបានជោគជ័យល្អបំផុតក្នុងរយៈពេលយូរនេះនាំយើងទៅរកច្បាប់មាសដូចដែលអ្នកចង់ឲ្យបុរសធ្វើចំពោះអ្នកក៏ធ្វើចំពោះពួកគេដែរហើយពួកគេនឹងធ្វើបានល្អជាងដោយអ្នកជាងប្រសិនបើអ្នកតែងតែប្រព្រឹត្តចំពោះពួកគេដូចជាប្រសិនបើអ្នកចង់ទទួលបានច្រើនបំផុតពីអ្នកពួកគេសម្រាប់ការត្រឡប់មកវិញតិចបំផុតបុរសដែលបើកការចរចាយ៉ាងមុតមមជាមួយអតិថិជនដោយធ្វើហាក់ដូចជាមិនដែលរំពឹងថានឹងបានជួបពួកគេម្ដងទៀតនោះនឹងមិនច្រឡំឡើយពួកគេនឹងមិនឃើញពួកគេជាអតិថិជនទៀតទេមនុស្សមិនចូលចិត្តបង់ប្រាក់ហើយត្រូវគេទាត់ដែរអ្នកនាំសារម្នាក់នៅក្នុងសារមន្ទីររបស់ខ្ញុំធ្លាប់បានប្រាប់ខ្ញុំថាគាត់មានបំណងវាយបុរសម្នាក់ដែលនៅក្នុងបន្ទប់បង្រៀនភ្លាមនៅពេលដែលគាត់ចេញមកដើម្បីអ្វីខ្ញុំបានសួរអ្នកនាំភ្ញៀវឆ្លើយថាព្រោះគាត់ថាខ្ញុំមិនមែនជាសុភាពបុរសទេមិនអីទេក៏ខ្ញុំឆ្លើយថាគាត់បង់ប្រាក់ឲ្យហើយអ្នកនឹងមិនបញ្ចុះបញ្ចូលគាត់ថាអ្នកជាសុភាពបុរសដោយវាយគាត់ទេខ្ញុំមិនអាចមានលទ្ធភាពបាត់បង់អតិថិជនបានទេប្រសិនបើអ្នកវាយគាត់នឹងមិនទៅទស្សនាសារមន្ទីរទៀតទេគាត់នឹងនាំមិត្តភ័ក្តិទៅលេងកន្លែងកម្សាន្តផ្សេងជាងនេះហើយអ្នកមើលឃើញថាខ្ញុំគួរតែជាអ្នកចាញ់យ៉ាងធ្ងន់ធ្ងរប៉ុន្តែគាត់ជាខ្ញុំគឺអ្នកនាំផ្លូវបាននិយាយខ្ញុំឆ្លើយថាពិតមែនក៏ហើយប្រសិនបើគាត់ជាម្ចាស់សារមន្ទីរហើយអ្នកបានបង់ប្រាក់ឲ្យគាត់សម្រាប់ឯកសិទ្ធិនៃការទស្សនាវាហើយគាត់បានប្រមាថអ្នកវាអាចមានហេតុផលមួយចំនួនដែលអ្នកមិនសប្បាយចិត្តប៉ុន្តែក្នុងករណីនេះគាត់គឺជាអ្នកណាដែលបង់ក្នុងពេលដែលយើងទទួលហើយអ្នកត្រូវតែប្រកាន់នៅអាកប្បកិរិយាអាក្រក់របស់គាត់អ្នកដឹកនាំរបស់ខ្ញុំបានសើចចំអកថានេះពិតជាគោលការណ៍ពិតប៉ុន្តែលោកបានបន្ថែមថាលោកមិនគួរជំទាស់នឹងការដំឡើងប្រាក់ខែទេប្រសិនបើគេរំពឹងថានឹងត្រូវបានគេរំលោភបំពានដើម្បីលើកកម្ពស់ការប្រាក់របស់ខ្ញុំខ្លាយជាមនុស្សសប្បុរសជាការពិតណាស់បុរសគួរតែមានចិត្តសប្បុរសព្រោះវាជាកាតព្វកិច្ចនិងការសប្បាយប៉ុន្តែទោះជារឿងនយោបាយក៏ដោយប្រសិនបើអ្នកមិនមានការលើកទឹកចិត្តខ្ពស់ជាងនេះទេអ្នកនឹងឃើញថាបុរសសេរីនឹងបញ្ជាការឧបត្ថម្ភចំណែកមនុស្សអាក្រក់ដែលគ្មានចិត្តសប្បុរសនឹងត្រូវជៀសវាងសាឡូមោនមានប្រសាសន៍ថាមានអ្វីដែលខ្ចាត់ខ្ចាយហើយនៅតែកើនឡើងហើយមានអ្វីដែលរឹបអូសច្រើនជាងការជួបប៉ុន្តែវាមានទំនោរទៅរកភាពក្រីក្រពិតណាស់សេចក្តីសប្បុរសពិតតែមួយគត់គឺការចេញពីចិត្តសប្បុរសធម៌ល្អបំផុតគឺជួយអ្នកដែលមានឆន្ទៈជួយខ្លួនឯងមនាលអវោសោឧបាទានខណ្ឌដោយមិនបានសាកសួរអំពីសំណាក់នៃអ្នកសុំនោះអាក្រក់គ្រប់ប្រការប៉ុន្តែដើម្បីស្វែងរកនិងជួយដោយស្ងៀមស្ងាត់ជួយអ្នកដែលកំពុងតស៊ូដើម្បីខ្លួនពួកគេគឺជាប្រភេទដែលខ្ចាត់ខ្ចាយហើយនៅតែកើនឡើងប៉ុន្តែកុំធ្លាក់ទៅក្នុងគំនិតដែលមនុស្សមួយចំនួនអនុវត្តការអធិស្ឋានជំនួសឲ្យដំឡូងនិងការថ្វាយទានជំនួសឲ្យនំប៉័ងដល់អ្នកស្រីឃ្លានវាងាយស្រួលក្នុងការធ្វើឲ្យគ្រីស្ទបរិស័ទមានក្រពះពេញជាងទេកុំបន្ទោសបុរសខ្លះមានទម្លាប់ល្ងង់ក្នុងការប្រាប់អាថ៌កំបាំងអាជីវកម្មរបស់ខ្លួនបើគេរកលុយគេចូលចិត្តប្រាប់អ្នកជិតខាងពីរបៀបធ្វើគ្មានអ្វីត្រូវបានទទួលពីនេះទេហើយច្រើនតែត្រូវបាត់បង់គុំនិយាយអ្វីអំពីប្រាក់ចំណេញរបស់អ្នកក្តីសង្ឃឹមរបស់អ្នកការរំពឹងទុករបស់អ្នកចិត្តណារបស់អ្នកហើយនេះគួរតែអនុវត្តចំពោះអក្សរក៏ដូចជាការសន្ទនាក៏ធ្វើឲ្យ Mephistopheles និយាយថាគុំសរសេរសម្បត្តិឬបំផ្លាញនរណាម្នាក់បុរសជំនួញត្រូវតែសរសេរអក្សរប៉ុន្តែពួកគេគួរតែប្រយ័ត្ននៅអ្វីដែលពួកគេដាក់ក្នុងពួកគេបើបាត់លុយត្រូវប្រយ័ត្នជាពិសេសកុំរាប់ឲ្យសោះបើមិនដូច្នេះទេនឹងបាត់បង់កេរ្តិ៍ឈ្មោះរក្សាភាពស្មោះត្រង់របស់អ្នកវាមានតម្លៃជាងពេជ្រឬត្បូងទឹមទៅទៀតលោកយាយចំណាស់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាយកលុយយកវាដោយស្មោះត្រង់ប្រសិនបើអ្នកអាចប៉ុន្តែទទួលបានលុយដំបូន្មាននេះមិនត្រឹមតែជាអំពើអាក្រក់ដ៏ឃោរឃៅប៉ុណ្ណោះទេប៉ុន្តែវាជាខ្លឹមសារនៃភាពឆោតល្ងង់វាដូចជាការនិយាយថា
ប្រសិនបើអ្នកពិបាករកលុយដោយស្មោះត្រង់អ្នកអាចទទួលបានដោយមិនស្មោះត្រង់យ៉ាងងាយល្ងង់ខ្លៅមិនដឹងថាពិបាកបំផុតក្នុងជីវិតគឺរកលុយដោយមិនស្មោះត្រង់មិនដឹងថាគុករបស់យើងពោពេញដោយបុរសដែលព្យាយាមធ្វើតាមដំបូន្មាននេះកុំយល់ថាគ្មានមនុស្សណាម្នាក់អាចមានភាពទុច្ចរិតដោយមិនត្រូវបានគេរកឃើញភ្លាមនោះទេហើយនៅពេលដែលការខ្វះខាតគោលការណ៍របស់គាត់ត្រូវបានរកឃើញស្ទើរតែគ្រប់ផ្លូវឆ្ពោះទៅរកភាពជោគជ័យត្រូវបានបិទប្រឆាំងនឹងគាត់ជារៀងរហូតសាធារណជនត្រូវជៀសវាងអស់អ្នកដែលមានការសង្ស័យដោយសុចរិតទោះបីជាបុរសគួរសមនឹងរីករាយប៉ុណ្ណាក៏ដោយក៏គ្មានយើងណាម្នាក់ហ៊ានដោះស្រាយជាមួយគាត់ដែរប្រសិនបើយើងសង្ស័យថាមានទម្ងន់និងវិធានការមិនពិតភាពស្មោះត្រង់យ៉ាងម៉ឺងម៉ាត់មិនត្រឹមតែស្ថិតនៅលើមូលដ្ឋាននៃភាពជោគជ័យទាំងអស់ក្នុងជីវិតផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេប៉ុន្តែនៅក្នុងគ្រប់ទិដ្ឋភាពផ្សេងទៀតភាពស្មោះត្រង់នៃចរិតមិនអាចកាត់ថ្លៃបានវាធានាដល់ម្ចាស់កម្មសិទ្ធិរបស់ខ្លួននៅភាពសុខសាន្តនិងសេចក្តីអំណរដែលមិនអាចទទួលបានដោយគ្មានវាតែគ្មានលុយច្រើនឬផ្ទះនឹងដីអាចទិញបានបុរសម្នាក់ដែលគេស្គាល់ថាមានចិត្តស្មោះត្រង់ប្រហែលជាក្រីក្រខ្លាំងណាស់ប៉ុន្តែគាត់មានកាបូបសម្រាប់សហគមន៍ទាំងអស់សម្រាប់អ្នកទាំងអស់គ្នាដឹងថាប្រសិនបើគាត់សន្យាថានឹងយករបស់ដែលគាត់ខ្ចីមកវិញគាត់នឹងមិនខកចិត្តពួកគេឡើយគ្រាន់តែជាបញ្ហានៃភាពអាត្មានិយមប៉ុណ្ណោះដូច្នេះហើយប្រសិនបើបុរសម្នាក់មិនមានហេតុផលខ្ពស់ជាងសម្រាប់ភាពស្មោះត្រង់ទេទាំងអស់គ្នានឹងយល់ថាឧត្តមគតិរបស់បណ្ឌិត Franklin មិនអាចក្លាយជាការពិតបានឡើយដែលថាបើភាពស្មោះត្រង់គឺជាគោលការណ៍ដ៏ល្អបំផុតដើម្បីក្លាយជាអ្នកមានមិនមែនតែងតែស្មើនឹងជោគជ័យនោះទេយីមានបុរសអ្នកក្រមានច្រើនខណៈដែលមានបុរសនិងស្ត្រីដែលមានចិត្តស្មោះស្ម័គ្រនិងស្មោះស្ម័គ្រជាច្រើនដែលមិនដែលមានលុយច្រើនដូចអ្នកមានខ្លះចាយវីក្នុងមួយសប្តាហ៍ប៉ុន្តែទោះជាយ៉ាងណាអ្នកនោះពិតជាមាននឹងសុភមង្គលជាងបុរសណាក៏ដោយរហូតដល់គាត់ជាអ្នកបំពានច្បាប់ដ៏ខ្ពង់ខ្ពស់របស់គាត់ការស្រឡាញ់លុយមិនទៀងទាត់គ្មានការសង្ស័យអាចនឹងជាឫសគល់នៃអំពើអាក្រក់ទាំងអស់ក៏ប៉ុន្តែលុយខ្លួនឯងនៅពេលដែលប្រើប្រាស់បានត្រឹមត្រូវមិនត្រឹមតែជារបស់របរប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះទេប៉ុន្តែវាផ្ដល់នូវការពេញចិត្តនៃពរជ័យរបស់យើងការប្រណាំងដោយការធ្វើឲ្យម្ចាស់កម្មសិទ្ធិពង្រីកវិសាលភាពនៃសុភមង្គលរបស់មនុស្សនិងឥទ្ធិពលរបស់មនុស្សបំណងប្រាថ្នាចង់បានទ្រព្យសម្បត្តិគឺស្ទើរតែជាសកលហើយគ្មាននរណាម្នាក់អាចនិយាយបានថាវាមិនគួរឲ្យសរសើរទេប្រសិនបើម្ចាស់កម្មសិទ្ធិទទួលយកទំនួលខុសត្រូវរបស់វាហើយប្រើវាជាមិត្តនឹងមនុស្សជាតិប្រវត្តិនៃការរកលុយដែលជាពាណិជ្ជកម្មគឺជាប្រវត្តិសាស្ត្រនៃអរិយធម៌ហើយកន្លែងណាក៏ដោយពាណិជ្ជកម្មបានរីកចម្រើនខ្លាំងបំផុតនៅទីនោះក៏មានសិល្បៈនិងវិទ្យាសាស្ត្របង្កើតផលដ៏ថ្លៃថ្លាបំផុតផងដែរតាមពិតទៅជារឿងទូទៅអ្នករកលុយគឺជាអ្នកមានគុណប្រយោជន៍ដល់ជាតិសាសន៍យើងសម្រាប់ពួកគេជាវិធានការដ៏អស្ចារ្យមួយយើងកំពុងជំពាក់បំណុលគេសម្រាប់ស្ថាប័នសិក្សានិងសិល្បៈសាលាមហាវិទ្យាល័យនិងព្រះវិហាររបស់យើងវាមិនមែនជាអំណាងប្រឆាំងនឹងការចង់បានឬការកាន់កាប់ទ្រព្យសម្បត្តិនោះទេដែលនិយាយថាពេលខ្លះមានជនខិលខូចដែលប្រមូលលុយសម្រាប់តែការស្តុកទុកហើយគ្មានសេចក្តីប្រាថ្នាខ្ពស់ជាងការចាប់យកអ្វីគ្រប់យ៉ាងដែលចូលមកក្នុងដៃនោះទេដូចដែលយើងមានពេលខ្លះមានពុទ្ធបុត្រក្នុងសាសនានិងអ្នកបង្ខូចកេរ្តិ៍ឈ្មោះក្នុងនយោបាយដូច្នេះហើយជួនកាលមានអ្នកទទួលលុយទោះជាយ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជាករណីលើកលែងចំពោះច្បាប់ទូទៅប៉ុណ្ណោះប៉ុន្តែនៅពេលដែលនៅក្នុងប្រទេសនេះយើងរកឃើញភាពរំខាននឹងការជំពប់ដួលបែបនេះក្នុងនាមជាមនុស្សអាក្រក់យើងចងចាំដោយដឹងគុណថានៅអាមេរិកយើងមិនមានច្បាប់នៃបុព្វហេតុទេហើយថាតាមការកំណត់នៃធម្មជាតិពេលវេលានឹងមកដល់នៅពេលដែលធូលីដែលកប់ទុកត្រូវខ្ចាត់ខ្ចាយដើម្បីផលប្រយោជន៍មនុស្សជាតិដូច្នេះចំពោះបុរសនិងស្ត្រីទាំងអស់តើខ្ញុំនិយាយដោយសិទ្ធិសម្បញ្ញៈថារកលុយដោយស្មោះត្រង់មិនមែនផ្ទុយពីនេះទេព្រោះ Shakespeare បាននិយាយយ៉ាងពិតប្រាកដថាគូអ្នកដែលចង់បានលុយយោបាយនិងសេចក្តីរីករាយគឺគ្មានមិត្តល្អ3នាក់ទេ